រឿងយើងចាប់ផ្ដើមក្នុងភាពងងឹតសូន្យឈឹងនៃចន្លោះទទេខណៈតួឯកយើងភ្ញាក់ពីដំណេកដ៏យូរតោះមកមើលទាំងអស់គ្នាថាតើមានអ្វីកើតឡើងចំពោះរូបគាត់សំណួរដំបូងក្នុងចិត្តគាត់គឺតើមានរឿងឈួតអីកើតឡើងគាត់មិនប្រកាសទេថារស័ព្ទអណ្ដែតក្នុងពន្លឺដ៏គ្មានទីបញ្ចប់នេះយូរប៉ុណ្ណាហើយប៉ុន្តែគាត់មិនបានរអ៊ូទាំអ្វីទេព្រោះការរស់នៅក្នុងកន្លែងនេះមានអារម្មណ៍ថាមានសុវត្ថិភាពខ្លាំងណាស់តែភាពស្ងប់ស្ងាត់នោះក៏ត្រូវបានកាត់ផ្តាច់ដោយសំឡេងចម្លែកមួយគាត់គិតភ្លាមថាប្រហែលជាឪពុករបស់គាត់ត្រឡប់មកផ្ទះវិញហើយមើលទៅប៉ុន្តែគាត់ពិតជាយល់ខុសខ្លាំងណាស់សំឡេងនោះចេញពីផ្ទាំងប្រព័ន្ធដែលកំពុងស្វាគមន៍ប្អូនប្រុស Anthony របស់យើងវាជាការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដែលរៀបចំឡើងសម្រាប់តែគាត់ម្នាក់គត់ផ្ទាំងប្រព័ន្ធនេះមានសុជីវធម៌ជាងមនុស្សធម្មតាទៅទៀតប៉ុន្តែសារបន្ទាប់មកទៀតគឺមិនសូវពីរោះស្ដាប់ប៉ុន្មានទេព្រោះវាជាដំណឹងអាក្រក់វាជាការជូនដំណឹងយ៉ាងត្រជាក់ស្រជុំថា Anthony បានស្លាប់បាត់ទៅហើយតាមពិតទៅគាត់គួរតែដឹងរឿងបែបនេះតាំងពីមុនមកម្ល៉េះសំឡេងរបស់ប្រព័ន្ធមិនដូចជាសំឡេងឪពុកគាត់ទាល់តែសោះបើគាត់ស្លាប់ទៅហើយតើពេលនេះគាត់កំពុងតែស្ថិតនៅកន្លែងណាទៅវិញអ្វីដែលគាត់ចាំបានចុងក្រោយគឺការអង្គុយអានសៀវភៅយ៉ាងមានក្តីសុខនៅក្នុងផ្ទះបើអញ្ចឹងមែនកន្លែងដែលមានពន្លឺចែងចាំងនេះប្រហែលជាឋានសួគ៌ហើយប៉ុន្តែបើជាឋានសួគ៌មែនតើអាងហែលទឹកនិងអាហារប៊ូហ្វេដែលញ៉ាំមិនកំណត់នោះនៅឯណាប្រព័ន្ធក៏បានព្យាយាមលួងចិត្ត Anthony ឲ្យមានអារម្មណ៍ស្ងប់ឡើងវិញព្រោះមិនយូរទេគាត់នឹងត្រូវភ្ញាក់ឡើងដើម្បីជួបជីវិតថ្មីនៅក្នុងពិភពលោកផ្សេងសំឡេងនោះស្ដាប់ទៅក្រោតក្រៀតនិងជ្រៅដែលចេញពីតួអង្គដ៏អស្ចារ្យម្នាក់សំឡេងនោះដូចជាបុគ្គលក្នុងរឿងព្រេងដែលស្លៀកពាក់ឈុតសសុទ្ធនិងជាអ្នកដែលមនុស្សជុំវិញពិភពលោកគោរពបូជាបំផុតបើអ្នកទួយថាជាព្រះយេស៊ូវគឺខុសហើយព្រោះសំឡេងប្រព័ន្ធនេះស្ដាប់ទៅដូចជាលោកតា Gandalf ក្នុងរឿង Lord of the Rings បេះបិទពន្លឺពណ៌សក៏រលាយបាត់ទៅបង្ហាញនៅផ្ទៃមេឃពណ៌ខៀវស្រងាត់គាត់ត្រូវបានគេប្រាប់ថានឹងត្រូវកើតជាថ្មីក្នុងពិភព Pangaea ដែលមានវាសនាជាអ្នកកំណត់ Anthony ហាក់ដូចជានៅមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេគាត់បានព្យាយាមអង្វរឲ្យលោកតា Gandalf ចាំបន្តិចសិនព្រោះអ្វីហាក់ដូចជាលឿនពេកព្រោះពាក្យលាទាំងនោះស្ដាប់ទៅដូចជាគាត់ត្រូវរស់នៅក្នុងជីវិតដែលពោពេញដោយគ្រោះថ្នាក់មើលឲ្យច្បាស់ត្រង់នេះព្រោះដំណើរផ្សងព្រេងពិតប្រាកដចិត្តចាប់ផ្ដើមហើយប្រហែលជាជីវិតថ្មីនេះនឹងមានមន្តអាគមនិងសត្វចម្លែកជាច្រើនមិនខានប៉ុន្តែលោកតា Gandalf មិនខ្វល់ពីការរអ៊ូរបស់គាត់ឡើយហើយក៏បង្ហាញតារាងស្ថានភាពភ្លាមគាត់នៅកម្រិត1មានកម្លាំង15ភាពធន់12ល្បិចកល25ឆន្ទៈ18ឈាម30និងម៉ាណា0ការឃើញតារាងពិន្ទុទាំងនេះធ្វើឲ្យគាត់មានទំនុកចិត្តភ្លាមគាត់ស្ដាប់ទៅដូចជាខ្លាំងណាស់ប្រហែលជាអាចក្លាយជាតួឯកក្នុងហ្គេមវីដេអូដែលគាត់ចូលចិត្តទៀតផងប៉ុន្តែនៅពេលពិនិត្យមើលជំនាញឲ្យច្បាស់គឺមានតែការជីករុនបាញ់ជាតិអាស៊ីតការតោងជាប់និងការខំតែប៉ុណ្ណោះហើយអ្វីដែលរត់តែតក់ស្លុតនោះគឺគេកំណត់អត្តសញ្ញាណពូជសាសន៍គាត់ថាជាកូនស្រមោចកម្មករដែលទៅនឹងញាស់ថ្មីបើម៉ាណាស្មើនឹង0បែបនេះយល់ល្អបោះបង់ក្តីសម័យចង់ខ្លាយជាគ្រូមន្តអាគមទៅលោកតា Gandalf ច្បាស់ជាមានរឿងត្រូវបញ្យល់ច្រើនហើយលើកនេះចំណែកជំនាញរបស់គាត់វិញគឺពិតជាចម្លែកខ្លាំងណាស់មានទាំងជំនាញខំនិងជំនាញបាញ់អាស៊ីតចេញពីគូតតើជំនាញខ្លាំងរបស់តួឯកបាត់ទៅណាអស់ហើយអ្វីដែលគួរឲ្យបារម្ភបំផុតនោះគឺការកើតជាស្រមោចប្រភេទ Formica គាត់មិនត្រឹមតែកើតជាស្រមោចទេតែជាស្រមោចកម្មករដែលទើបតែញាស់ទៀតផងប្រហែលជា Anthony ធ្លាប់ធ្វើបាបអ្នកណាម្នាក់ក្នុងជាតិមុនទើបលោកតា Gandalf ដាក់ទោសគាត់បែបនេះមកដល់ត្រង់នេះខ្ញុំដឹងថាអ្នកកំពុងគិតអ្វីវាមិនយុត្តិធម៌សោះមែនទេប៉ុន្តែវាមិនអាចទៅរួចទេព្រោះកាលពីជាតិមុនគាត់ស្ទើរតែមិនដែលប្រស្រ័យតាក់ទងជាមួយមនុស្សម្នាក់ណាឡើយមើលតាមប្រអប់សារដ៏ទទេស្អាតរបស់គាត់ទៅគឺដឹងហើយថាគាត់គ្មានមិត្តភក្តិឡើយវាជាការរំលឹកដ៏ឈឺចាប់មួយថាគាត់ជាមនុស្សឯកោបំផុតលោកតា Gandalf បានជំរុញឲ្យគាត់បន្តដំណើរទៅមុខដើម្បីបង្កើតផ្លូវផ្ទាល់ខ្លួនបើត្រូវបង្កើតផ្លូវជាស្រមោចបែបនេះគាត់ច្បាស់ជាពិបាកចិត្តមិនខានដោយសារតែមិនទាន់ត្រៀមខ្លួនសម្រាប់អ្វីដែលនឹងមកដល់សំឡេងក្រោតក្រៀតនោះក៏ចាប់ផ្ដើមរាប់ថយក្រោយដើម្បីផ្ទេរព្រលឹងភ្លាម3 2 1រាល់សំឡេងទាំងអស់ហាក់ដូចជាត្រូវបានបិទឲ្យស្ងាត់ឈឹងនៅពេលដែលការរាប់ត្រូវបានបញ្ចប់ការផ្ទេរព្រលឹងត្រូវបានបញ្ចប់ដោយជោគជ័យហើយវាក៏ចាប់ផ្ដើមដំណើរការនៃការញាស់ចេញពីសុទ្ធ Anthony ត្រូវបានរុញចូលទៅក្នុងស្ថានភាពដ៏មិនស្រណុកក្នុងខ្លួនទាល់តែសោះរាងកាយរបស់គាត់មានអារម្មណ៍ចម្លែកខ្លាំងណាស់ដូចជាត្រូវបានគេច្របាច់ពីគ្រប់ទិសទីគាត់ចាប់ផ្ដើមញ័រខ្លួនយ៉ាងខ្លាំងក្លាបំផុតទោះបីជាគាត់មិនសូវជឿលើផ្ទាំងសារពីមុនក៏ដោយប៉ុន្តែពេលនេះគាត់កំពុងតែកើតជាស្រមោចពិតមែនហើយរឿងនេះកំពុងតែកើតឡើងមែនទែនពេលពិនិត្យមើលរាងកាយដ៏ទន់ខ្សោយថ្មីនេះគាត់មានជើង6ដែលវាត្រូវនឹងលក្ខណៈរូបរាងរបស់ស្រមោចបេះបិទគាត់មានអង្តែន2ហើយថ្គាមដ៏រឹងមាំរបស់គាត់ក៏អាចប្រើការបានយ៉ាងល្អគិតចាប់ពីក្បាលដល់ចុងពោះគាត់រាប់ឃើញរាងកាយមាន3ផ្នែកដាច់ពីគ្នាកាលពីមុនគាត់ធ្លាប់ចិញ្ចឹមស្រមោចលេងតែឥឡូវបែរជាមកคล้ายជាស្រមោចខ្លួនឯងទៅវិញវាស្ដាប់ទៅដូចជាសុបិនអាក្រក់ដែលពិបាកនឹងជឿបំផុតមិនទាន់និយាយដល់រឿងពន្លឺដែលខ្សោយខ្លាំងទៀតផងនៅកន្លែងដែលគាត់កំពុងស្ថិតនៅនេះគឺមានភាពងងឹតសូន្យឈឹងតែម្ដងវាពិតជាមិនបានជួយអ្វីដល់គាត់ឡើយព្រោះភ្នែករបស់គាត់មើលអ្វីឃើញព្រាលខ្លាំងណាស់
ប៉ុន្តែបន្ទាប់ពីដើរបានបន្តិច Anthony ក៏ចាប់ផ្ដើមឃើញពន្លឺខ្លះៗនៅពីក្រោយពន្លឺនៅចុងរូងនោះគឺមានអ្វីម្យ៉ាងពណ៌ខៀវសំណាងល្អដែលគាត់នៅតែអាចមើលឃើញពណ៌បានខ្លះក្រៅពីការមើលឃើញគាត់ក៏ឆ្ងល់ដែរថាតើខ្លួនឯងអាចធ្វើអ្វីបានទៀតខ្លះប្រហែលជាដល់ពេលដែលត្រូវប្រើសមត្ថភាពរាងកាយស្រមោចថ្មីនេះឲ្យអស់ពីលទ្ធភាពហើយការប្រើអង្តែនដើម្បីដឹងពីបរិស្ថានជុំវិញមានអារម្មណ៍ថាចម្លែកបន្តិចប៉ុន្តែគាត់អាចដឹងពីក្លិននិងចរន្តខ្យល់ដែលនៅខាងមុខបានយ៉ាងច្បាស់ក្លិនដែលលេចធ្លោជាងគេគឺក្លិនផ្អូមដែលបង្ហាញថាគាត់ប្រកាសជាស្ថិតនៅក្រោមដីមិនខានឡើយប៉ុន្តែបើគាត់ជាស្រមោចតើគាត់មិនគួរធំក្លិនសារធាតុផេរ៉ូម៉ូនរបស់ស្រមោចដទៃទេអីចុះបើគ្មានក្លិនផេរ៉ូម៉ូនសោះតើហ្វូងរបស់គាត់នៅឯណាទៅវិញ Anthony ទទួលបានឱកាសទី2ក្នុងជីវិតហើយគាត់មិនចង់រស់នៅឯកោដូចជាតិមុនទៀតទេជឿចំចោះដំណើរផ្សងព្រេងរបស់ស្រមោចម្នាក់នេះនឹងធ្វើឲ្យអ្នករំភើបមិនខានបន្ទាប់ពីដើរបានពី3នាទីទៀតគាត់ក៏ចាប់ផ្ដើមចាប់បានសញ្ញាអ្វីម្យ៉ាងដែលនៅជិតនោះតោះយើងចាំមើលទាំងអស់គ្នាថាតើវាជាអ្វីមកអ្នកទាំងអស់គ្នាមកតាមដានរឿងរបស់កំឡោះម្នាក់ដែលបានកើតជាសត្វស្រមោចហើយកំពុងដេញតាមក្លិនមិត្តរួមសម្បុកនៅចុងរូងភ្នំគេបានធ្វើដំណើរតាមពន្លឺពណ៌ខៀវដែលកំពុងជះពន្លឺផ្លេកៗដោយសង្ឃឹមថានឹងគ្មានរឿងអាក្រក់កើតឡើងនៅពេលជួបមិត្តស្រមោចរបស់គេកាន់តែគៀកមាត់ច្រកចេញចិត្តរបស់គេកាន់តែរំភើបហើយគេបានប្រញាប់ប្រញាល់ទៅជួបមិត្តសម្លាញ់ដើម្បីជួយគ្នាទៅវិញទៅមកក្នុងសម្បុកទោះជាត្រូវធ្វើការងារអ្វីក៏ដោយដើម្បីភាពរុងរឿងនៃអាណាចក្ររបស់គេប៉ុន្តែការមកដល់ចុងរូងភ្នំនេះមិនដូចអ្វីដែលគេបានគិតឡើយឥឡូវអ្នកទាំងអស់គ្នាមើលត្រង់នេះមិត្តសម្លាញ់របស់គេហាក់ដូចជាកំពុងជួបគ្រោះថ្នាក់ធំខណៈដែលកំពុងហោះលើអាកាសទាំងបង្ខំចិត្តនៅម្ខាងទៀតមានបិសាចដ៏គួរឲ្យខ្លាចមួយកំពុងសើចយ៉ាងសប្បាយជាមួយនឹងធ្មេញដ៏មុតស្រួចនិងសាច់ដុំដ៏រឹងមាំនៅក្រោមស្បែកស្រកាដ៏រឹងមាំរបស់វាពិតជាសុបិនអាក្រក់សម្រាប់សត្វតូចល្អិតដូចជាស្រមោច Anthony ខ្លាំងណាស់ខណៈដែលមិត្តរបស់គេកំពុងត្រូវវាយប្រហារនៅពេលកម្ចាត់សត្រូវរួចហើយបិសាចល្មូននោះក៏ចាប់ផ្ដើមស៊ីចំណីរបស់វាទាំងមោទនភាពប៉ុន្តែវាមិនបានលេបយកទាំងមូលក្នុងពេលតែមួយទេវាបានខំផ្ដាច់ខ្លួនស្រមោចដ៏កំសត់នោះជាកង់ជាមុនសិនដែលធ្វើឲ្យ Anthony ភ័យស្លន់ស្លោខ្លាំងព្រោះគេគ្រាន់តែជាអ្នកចូលចិត្តអានសៀវភៅប៉ុណ្ណោះគេមិនដែលចង់ជួបរឿងបែបនេះទេប៉ុន្តែទោះជាចង់បដិសេធយ៉ាងណាក៏ដោយក៏រឿងនេះកំពុងតែកើតឡើងចំពោះមុខគេយ៉ាងពិតប្រាកដនេះគឺជាតថភាពថ្មីរបស់គេដែលស្រមោចត្រូវគេស៊ីនិងជន់ឈ្លីដោយបិសាចហើយមិត្តស្រមោចម្នាក់ទៀតកំពុងសម្លឹងមកគេទាំងអង្វរកកែវភ្នែកដ៏អស់សង្ឃឹមនោះបានដាស់តឿនស្មារតីរបស់គេប៉ុន្តែតើស្រមោចតែមួយអាចធ្វើអ្វីបានទៅក្នុងខួរក្បាលរបស់គេគឺមានគំនិតតែមួយគត់អ្វីដែល Anthony គិតឃើញនោះគឺមានតែការរត់ឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានជាមួយនឹងជើងទាំង6របស់គេដែលទើបតែដោះមកគេត្រូវតែរត់ដើម្បីរស់ព្រោះជីវិតគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ការរត់លើកដំបូងក្នុងរាងកាយថ្មីនេះពិតជាលំបាកនិងទាក់ជើងគ្នាខ្លាំងណាស់គេថែមទាំងចំពប់ជើងដួលបោកមុខទៀតផងបន្ទាប់ពីរត់បានយ៉ាងយូរគេប្រហែលជាអាចគេចចេញផុតពីដែនដីរបស់បិសាចកំណាចនោះហើយខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងគិតដូចខ្ញុំដែរចុះបើមានបិសាចផ្សេងទៀតដើរកាត់រូងភ្នំនេះហើយចាត់ទុកគេជាអាហារសម្រន់នោះតើត្រូវធ្វើដូចម្តេចមធ្យោបាយតែមួយគត់ដើម្បីរស់គឺគេត្រូវតែបោះបង់គំនិតជាមនុស្សចោលហើយគិតឲ្យដូចជាសត្វស្រមោចវិញតាមរយៈសភាវគតិដែលគេមានអ្វីដែលគេត្រូវធ្វើគឺជីកដីឲ្យអស់ពីកម្លាំងកាយការដឹងពីអ្វីដែលស្រមោចត្រូវធ្វើនិងការអនុវត្តវាផ្ទាល់គឺជារឿងពីរខុសគ្នាស្រឡះការប្រើជើងជីកមិនទទួលបានផលឡើយគឺវាគ្រាន់តែអំបោះដីប៉ុណ្ណោះពេលនោះហើយដែល Anthony នឹកឃើញកាលដែលគេសង្កេតមើលស្រមោចប្រើធ្គាមរបស់វាដើម្បីជីកដីដូច្នេះគេត្រូវប្រើមុខរបស់គេដើម្បីឆ្លីដីតែម្ដងដោយមិនបង្អង់យូរឡើយគេបានប្រើធ្គាមដ៏មាំមួនរបស់គេខំទម្លុះដីដ៏រឹងហើយចាប់ផ្ដើមទំពាដីនោះមើលចុះនេះទើបហៅថាការជីកដីពិតប្រាកដការប្រើមុខជីកដីត្រឹមតែប៉ុន្មានវិនាទីគឺទទួលបានផលច្រើនជាងការប្រើជើងជីកក្នុងរយៈពេលរាប់នាទីទៅទៀតបន្ទាប់ពីជីកបានជម្រៅសមរម្យហើយគេក៏បានរៀបចំបន្ទប់តូចមួយដែលមានរាងមូលនិងមានកន្លែងធំទូលាយសម្រាប់ដើរចុះឡើងបន្ទាប់ពីបង្កើតចម្រោកថ្មីបានសម្រេចស្រមោច Anthony ក៏អាចសម្រាកយ៉ាងស្រួលខ្លួនបន្ទាប់ពីធ្វើការយ៉ាងនឿយហត់ពេញមួយថ្ងៃគេមានសុវត្ថិភាពមួយគ្រាសិនប៉ុន្តែបើមានសត្វផ្សេងមកឃើញនោះនឹងត្រូវស្លាប់ជាមិនខានតើគេមកដល់ទីនេះដោយរបៀបណាទៅមិនទាន់បានមួយថ្ងៃស្រួលបួលផងគេក៏បានជួបនឹងបិសាចដ៏គួរឲ្យខ្លាចទៅហើយជាទូទៅស្រមោចគួរតែត្រូវកើតក្នុងសម្បុកដែលមានមិត្តជួយការពារបើផ្អែកតាមវាសនារបស់មិត្តស្រមោចកំសត់ដែលត្រូវបិសាចល្មូនស៊ីនោះគឺអ្វីហាក់ដូចជាមានភាពច្របូកច្របល់ខ្លាំងណាស់គេប្រហែលជាមិនមែនជាស្រមោចតែមួយគត់ដែលធ្លាក់ក្នុងស្ថានភាពអស់សង្ឃឹមនេះទេដែលមានន័យថាការឈ្មោះវាយប្រហារកំពុងតែកើតឡើងនៅពេលដែលមានពេលគិតបន្តិច Anthony ក៏នឹកឃើញថាប្រព័ន្ធ Gandalf បាននិយាយអ្វីម្យ៉ាងអំពីបន្ទុកជំនាញនិងជីវម៉ាស់ពិភពលោកដែល Anthony កំពុងរស់នៅគឺជាអាចកំបាំងការលេចឡើងនៃប្រព័ន្ធនេះបាននាំមកនូវការវិវត្តយ៉ាងខ្លាំងក្លាដល់អរិយធម៌ប៉ុន្តែពួកគេមិនអាចចាំនៅអ្វីដែលបានបាត់បង់ឡើយត្រឡប់មកបញ្ហារបស់ Anthony វិញឥឡូវគេមានបន្ទុកជំនាញនិងជីវម៉ាស់សម្រាប់ប្រើប្រាស់គេត្រូវតែប្រើវាឲ្យមានប្រយោជន៍បំផុតប្រសិនបើនេះគឺជាស្ថានភាពក្នុងហ្គេមប្រកាសជាមានផ្ទាំងបញ្ជីអ្វីម្យ៉ាងដែលគេអាចមើលបានដំបូងគេព្យាយាមលើកជើងឡើងលើហើយស្រែកខ្លាំងៗថាឡើងកម្រិតប៉ុន្តែវាមិនត្រឹមតែមិនដំណើរការទេថែមទាំងមើលទៅគួរឲ្យអស់សំណើចទៀតពេលនោះ
គុំនិតថ្មីមួយទៀតក៏បានលេចឡើងក្នុងចិត្តរបស់គេប្រហែលជាវិធីនេះអាចទទួលបានផលក៏ថាបានគេបានយកជើងឆ្កៃលើអាកាសហើយស្រែកថាបើកផ្ទាំងព័ត៌មានយ៉ាងខ្លាំងបំផុតហើយភ្លាមនោះវាពិតជាដំណើរការមែនផ្ទាំងអក្សរដ៏គួរឲ្យចាប់អារម្មណ៍មួយបានលេចឡើងនៅចំពោះមុខគេមិនដឹងថាកម្រិតរបស់គេទាបឬខ្ពស់នោះទេប៉ុន្តែគេអាចមើលវាបានយ៉ាងច្បាស់នៅក្នុងប្រឡោះជំនាញគេឃើញមានពាក្យថាចាប់ជាប់ដែលមានន័យថាគេអាចនឹងមានសមត្ថភាពតោងរបស់របរបានយ៉ាងរឹងមាំក្នុងការបញ្យលបានបញ្ជាក់ថាវាគឺជាសមត្ថភាពក្នុងការតោងលើផ្ទៃដីឬវត្ថុផ្សេងៗដោយមិនឲ្យរបូតឡើយជាឧទាហរណ៍គឺគេអាចដើរលើជញ្ជាំងបានយ៉ាងស្រួលភ្នែករបស់ Anthony បានបញ្ចេញពន្លឺយ៉ាងរំភើបបន្ទាប់ពីបានអានអត្ថបទនោះនេះប្រហែលជាការវិលត្រឡប់មកវិញរបស់លោកម្ចាស់ Gandalf ដែលជាអ្នកជួយសង្គ្រោះជីវិតរបស់គេហើយទោះបីជាគ្រាន់តែជាផ្ទាំងអក្សរក៏ដោយប៉ុន្តែលោក Gandalf ប្រកាសជាមានពុកមាត់និងចិញ្ចើមយ៉ាងស្រស់ស្អាតបំផុតក្នុងលោកជាមិនខានសម្លេងដ៏ពិសិដ្ឋនេះនឹងនៅតែមានឈ្មោះថា Gandalf ដដែលហើយ Anthony នឹងបន្តគោរពឈ្មោះនេះជានិច្ចព្រោះគេទទួលបានកាដូដ៏មានតម្លៃបំផុតគឺសមត្ថភាពក្នុងការទទួលបានព័ត៌មានសំខាន់ៗតាមរយៈការគិតតែបន្តិចប៉ុណ្ណោះនៅពេលមើលលើតារាងជំនាញគេដឹងថាការសម្រេចចិត្តឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតតើគេគួរតែជ្រើសរើសយកជំនាញបាញ់ទឹកអាស៊ីតដែរឬទេឬការបង្កើនសមត្ថភាពជីកដីនិងផ្ដល់អត្ថប្រយោជន៍ច្រើនជាងអ្នកនិងខ្ញុំនឹងដឹងចម្លើយនៅភាគក្រោយកុំភ្លេចតាមដានទាំងអស់គ្នាតោះមកមើលថាតើសមត្ថភាពរបស់គាត់អាចធ្វើអ្វីបានខ្លះព្រោះគាត់ដឹងថាស្រមោចនៅលើផែនដីមានច្រើនប្រភេទដែលអាចបាញ់អាស៊ីតចេញពីគូតបានដូច្នេះគាត់ប្រហែលជាស្ថិតក្នុងចំណោមពួកស្រមោចបិសាចដែលពូកែបាញ់អាស៊ីតទាំងនោះហើយវាក៏ផ្ដល់ជំរឿសឲ្យគាត់ក្នុងការវាយប្រហារដោយមិនបាច់ចូលទៅជិតគោលដៅដែលជាវិធីសាស្ត្រអាចជួយឲ្យគាត់ជៀសផុតពីការស្លាប់ភ្លាមៗក្នុងការប្រយុទ្ធហើយការវាយប្រហារពីចម្ងាយបែបនេះពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់គាត់ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្នការខំការវាឬការបាញ់អាស៊ីតមិនមែនជាអ្វីដែល Anthony ត្រូវផ្ដោតសំខាន់បំផុតនោះទេអ្វីដែលគាត់ខ្វះខាតបំផុតគឺព័ត៌មានព្រោះគាត់មិនទាន់ដឹងថាខ្លួនឯងនៅឯណាឬមានសត្វអ្វីខ្លះរស់នៅទីនេះឡើយក្រោយពីស្រមោចនិងពួកបិសាចក្រហាគាត់ជឿជាក់ថាខ្លួនឯងគ្មានខ្សែសម្លេងសម្រាប់ស្រែកប្រាប់អ្នកណានោះទេដូច្នេះគាត់មានតែខ្លួនឯងប៉ុណ្ណោះក្នុងការស្វែងរកព័ត៌មាននៅក្នុងរូងភ្នំដែលពោពេញដោយភាពរន្ធត់ដែលមិនអាចស្មានដល់ការចេញទៅក្រៅម្នាក់ឯងគឺជារឿងឈួតបំផុតហើយគ្រាន់តែគិតពីអ្វីដែលសម្រាប់ស្រមោចនៅខាងលើបានក៏គួរឲ្យរន្ធត់ណាស់ទៅហើយ Anthony ត្រូវព្យាយាមធ្វើចិត្តឲ្យត្រជាក់ដើម្បីកុំឲ្យភ័យខ្លាំងពេកគាត់ត្រូវតែមានសតិសម្បជញ្ញៈដើម្បីរស់រានមានជីវិតបន្ទាប់ពីលើកទឹកចិត្តខ្លួនឯងរួច Anthony ក៏ចាប់ផ្ដើមតាំងចិត្តព្រោះចាប់ពីពេលនេះទៅគាត់មានតែខ្លួនឯងប៉ុណ្ណោះគាត់យូរពីជំនាញរបស់គាត់ហើយប៉ុន្តែត្រូវសម្រេចចិត្តប្រើចំណុចជំនាញយ៉ាងណាចូលចាំមើលទាំងអស់គ្នាថាតើគាត់ជ្រើសរើសអ្វីចម្លើយបានលេចឡើងភ្លាមៗនៅពេលគាត់កំពុងគិតសូម្បីតែលោក Gandalf ក៏បានផ្ដល់សញ្ញាឲ្យគាត់ប្រើចំណុចជំនាញដែរគាត់មិនអាចទុកចិត្តមិនសរសើរប្រព័ន្ធដ៏ឆ្លាតវៃនេះបានទេហើយក៏សង្ឃឹមថាពុកមាត់របស់ Gandalf នឹងនៅតែស្រស់ស្អាតរហូតវាមានជម្រើសច្រើនណាស់ដែលធ្វើឲ្យពិបាកក្នុងការសម្រេចចិត្តដូច្នេះគាត់ត្រូវតែគិតគូរឲ្យបានហ្មត់ចត់តាមបែប logical ការរត់ឲ្យបានលឿនជាងមុននឹងជួយឲ្យគាត់រត់គេចពីសត្រូវបានយ៉ាងងាយស្រួលបំផុតនៅពេលមានអាសន្នចំណែកឯវិញ្ញាណដឹងផ្លូវក្នុងរូងភ្នំក៏នឹងធ្វើឲ្យការធ្វើដំណើរក្នុងទីងងឹតនៃពិភពក្រោមដីនេះកាន់តែមានភាពងាយស្រួលផងដែរការខំនិងការប្រើអាស៊ីតគឺជាជំនាញវាយសម្រុកសុទ្ធសាធដែលអាចជួយឲ្យគាត់ប្រយុទ្ធបានកាន់តែមានប្រសិទ្ធភាពបំផុតសម្រាប់ការកែលម្អរាងកាយដោយប្រើ biomass គាត់អាចជ្រើសរើសបានទាំងសម្បកជើងភ្នែកឬក៏ក្រពេញអាស៊ីតវាមិនមែនជារឿងបំផ្លើសទេដែលនិយាយថាគាត់គឺជាអ្នកដែលខ្សោយបំផុតនៅទីនេះដូច្នេះគាត់ក៏សម្រេចចិត្តបង្កើនចក្ខុវិញ្ញាណគាត់បានប្រើ biomass មួយចំណុចសម្រាប់ភ្នែកហើយប្រើចំណុចជំនាញមួយទៀតលើការបំបាំងកាយដើម្បីលាក់ខ្លួនភ្លាមបន្ទាប់ពីការបញ្ជាក់ភ្នែករបស់គាត់ចាប់ផ្ដើមឈឺផ្សាដូចជាមានភ្លើងកំពុងឆេះយ៉ាងខ្លាំងនៅខាងក្នុងប្រស្រីភ្នែកអញ្ចឹងខ្ញុំដឹងថាអ្នកក៏មានអារម្មណ៍ឈឺជំនួសគាត់ដែរព្រោះការឈឺចាប់នេះវាដូចជាការក្បត់ពីសំណាក់លោក Gandalf ផ្ទាល់តែម្ដង Anthony បាននៅនីលនៅលើដៃដើម្បីបង្វែរអារម្មណ៍ពីការឈឺចាប់ក្នុងភ្នែករហូតតតែអ្វីចាប់ផ្ដើមធូរស្រាលឡើងវិញនៅពេលវាបាត់ឈឺគាត់ក៏ដឹងថាវាមិនអាក្រក់ដូចអ្វីដែលគាត់គិតឡើយបើនៅជាមនុស្សវិញច្បាស់ជាប្រើពេលយូរមិនខានប៉ុន្តែឥឡូវនេះគាត់មានមធ្យោបាយទប់ទល់នឹងគ្រោះថ្នាក់ក្នុងតំបន់នេះហើយគាត់ក៏ចាប់ផ្ដើមវាចេញពីរូងភ្នំដោយភាពជឿជាក់ជាមួយនឹងទំនុកចិត្តថ្មីគាត់បានវាចេញទៅក្រៅដើម្បីរុករកហើយភ្នែករបស់គាត់ក៏មើលឃើញច្បាស់ជាងមុនយ៉ាងខ្លាំងគ្មានក្លិនចម្លែកឬរំញ័រអ្វីពីចម្ងាយឡើយហើយនៅខាងមុខគាត់ក៏មានជម្រើសផ្លូវពីរសម្រាប់ធ្វើការសម្រេចចិត្តផ្លូវខាងស្ដាំគឺជាកន្លែងដែលបិសាចបានស៊ីស្រមោចផ្សេងទៀតដូច្នេះវាគឺជាកន្លែងដែលគាត់មិនអាចទៅបានដាច់ខាតដូចនេះគាត់សល់ជម្រើសតែមួយគត់គឺទៅខាងឆ្វេងហើយប្រឈមមុខនឹងអ្វីដែលនៅខាងមុខផ្លូវអាចកំបាំងមួយនេះភាពភ័យខ្លាចបានរលាយបាត់អស់ Anthony ក៏បានក្លាយជាអ្នករុករកដ៏ក្លាហានហើយក៏ប្រញាប់វាទៅមុខយ៉ាងលឿនបំផុតល្បឿនរបស់គាត់ពិតជាមិនអន់ឡើយ Anthony លួចសើចក្នុងចិត្តព្រោះការផ្សងព្រេងរបស់គាត់កំពុងដំណើរការយ៉ាងរលូនគាត់គិតថាការតោងពីដាននឹងជួយដល់ការបំបាំងកាយនិងការតោងហើយឥឡូវដល់ពេលសាកល្បងភ្នែកថ្មីរបស់គាត់ហើយគាត់មើលឃើញច្បាស់ជាងមុនហើយថែមទាំងសង្កេតឃើញសរសៃពណ៌ខៀវយ៉ាងចម្លែក
ដែលដកខ្វាត់ខ្វែងនៅក្នុងផ្ទាំងថ្មទៀតផងគាត់ក៏អាចមើលឃើញពីការផ្លាស់ប្ដូរនៃរាងកាយរបស់គាត់ដែរសម្បកដ៏ទន់ខ្សោយរបស់គាត់នឹងចាប់ផ្ដើមរឹងមាំទៅតាមពេលវេលាពេលកំពុងបន្តដំណើរគាត់ក៏បានមកដល់ចុងរូងភ្នំហើយក៏ត្រូវបានស្វាគមន៍ដោយពន្លឺដ៏ភ្លឺខ្លាំងបំផុតវាគឺជាពន្លឺចេញពីសរសៃពណ៌ខៀវនិងអាងទឹកនៅក្នុងរូងភ្នំដ៏ធំមួយប៉ុន្តែក៏មានបិសាចជាច្រើននៅទីនោះដែរគាត់រវល់តែសម្លឹងមើលទឹករហូតស្ទើរតែមិនបានឃើញបិសាចដ៏គួរឲ្យខ្លាចដែលកំពុងសំងំនៅក្បែរនោះឡើយបើគិតថាគាត់ខ្សោយបំផុតនៅពេលនេះប្រសិនបើគេឃើញច្បាស់ជាស្លាប់មិនខានដូច្នេះការបំបាំងកាយពិតជាសំខាន់ណាស់ហើយអ្នកគ្រប់គ្នាដឹងហើយថាការមានចក្ខុវិញ្ញាណមិនល្អគឺជាការលំបាកបំផុតក្នុងស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ Anthony ធ្លាប់តែមានភ្នែកជាមនុស្សដូច្នេះការមកប្រើភ្នែកសម្ោចដ៏កំសត់បែបនេះធ្វើឲ្យគាត់ពិបាកសម្របខ្លួនណាស់បើអ្វីមួយមិនកម្រើកគាត់ស្ទើរតែមើលមិនឃើញឡើយធម្មតាស្រមោចគឺជាសត្វដែលរស់នៅជាហ្វូងរាប់លានក្បាលស្រមោចរាប់ពាន់ក្បាលរួបរวมគ្នាដើម្បីភាពរឹងមាំប៉ុន្តែបើនៅម្នាក់ឯងវិញវិញ្ញាណរបស់ពួកវាគឺខ្សោយខ្លាំងណាស់ជឿខ្ញុំទៅស្ថានភាពរបស់គាត់ពិតជាគួរឲ្យអាណិតណាស់ព្រោះគាត់ត្រូវនៅម្នាក់ឯងទាំងដែលគួរតែមានកងទ័ពនៅក្បែរខ្លួនគាត់អាចនឹងដើរជំពប់ជើងនាគបានដោយសារភ្នែកអន់នេះដូច្នេះគាត់ត្រូវតែបន្តបង្កើនសមត្ថភាពភ្នែករបស់គាត់ជាដាច់ខាតតោះមកតាមដានជាមួយខ្ញុំដើម្បីមើលថា Anthony នឹងក្លាយជាកម្ពុជាសត្វចម្លែកដោយរបៀបណាគេផ្ដោតអារម្មណ៍រហូតមើលធ្លុះថ្ម5ម៉ែត្រក្រោយមក Anthony ក៏បានវិវត្តសម្បកក្រហមថ្មីខណៈពេលកំពុងសង្កេតមើលពីលើចាំងថ្មគេក៏ស្រាប់តែឮសំឡេងចម្លែកនៅជុំវិញខ្លួនគេបានដើរទៅក្បែរជញ្ជាំងព្រោះដឹងថាខ្លួនឯងត្រូវតែចូលទៅមើលឲ្យកាន់តែជិតបន្ទាប់ពីតោងឡើងអស់ប៉ុន្មាននាទីគេក៏ជិតទៅដល់ប្រភពសំឡេងដោយប្រើភ្នែកដែលបានពង្រឹងថ្មីគេព្យាយាមស្វែងរកប្រភពសំឡេងនៅលើដីប៉ុន្តែហាក់ដូចជាមិនអាចកំណត់ទីតាំងឲ្យច្បាស់លាស់បានសោះគេពិបាកនឹងផ្ដោតអារម្មណ៍ណាស់ព្រោះមានខ្សែបន្ទាត់ពណ៌ខៀវចម្លែកជាច្រើនកំពុងរវើកនៅលើផ្ទៃដីដែលធ្វើឲ្យរំខានដល់ការមើលឃើញពេលឃើញដំណក់ទឹកធ្លាក់ពីលើពិដានទីបំផុតគេក៏បានឃើញប្រភពនៃអាងទឹកប៉ុន្តែវាមិនគួរជាប្រភពនៃសំឡេងដ៏ចម្លែកដែលគេបានឮនោះទេ Anthony ត្រូវតែផ្ដោតអារម្មណ៍ឲ្យខ្លាំងព្រោះច្បាស់ជាមានអ្វីមួយយ៉ាងផ្សេងទៀតដែលគេមិនទាន់បានឃើញនៅឡើយក្នុងរូងភ្នំងងឹតនេះវាជារឿងធម្មតាទេប៉ុន្តែគេបែរជាភ្លេចគិតដល់ចំណុចនេះទៅវិញប្រកបណាស់គឺពួកសត្វចម្លែកទាំងនោះហើយដែលជាអ្នកបង្កើតសំឡេងពីកន្លែងមានសុវត្ថិភាពនៅលើពិដានគេបានសង្កេតមើលសត្វចចកដ៏កាចសាហាវមួយក្បាលដែលកំពុងក្រហឹមនៅខាងក្រោមអាងទឹកនោះនៅពេលឃើញភ្នែករបស់វាសម្លឹងមកខាងគេ Anthony ក៏ប្រញាប់ពួនពីក្រោយដុំថ្មភ្លាមវាពិតជាក្បែរគ្នាខ្លាំងណាស់ដែលធ្វើឲ្យគេភ័យខ្លាំងឥឡូវនេះចាំមើលទាំងអស់គ្នាព្រោះវាដល់ពេលដែលត្រូវសាកល្បងសមត្ថភាពថ្មីហើយ Anthony បានបញ្ចេញជំនាញបំបាំងកាយដ៏អស្ចារ្យរបស់គេសម្បកក្រហមរបស់គេប្រែជាថ្លាមើលមិនឃើញភ្លាមវាពិតជាអស្ចារ្យណាស់ដែលឥឡូវនេះគេអាចសង្កេតមើលអាងទឹកនេះបានយ៉ាងស្ងប់ស្ងាត់គេបានសង្កេតមើលសត្វចចកបង្គួយដ៏គួរឲ្យខ្លាចដែលស្ទើរតែរកគេឃើញមុននេះបន្ទាប់មកទៀតគឺត្រូវស្វែងរកសត្រូវដែលគ្រោះថ្នាក់ជាងនេះនោះគ្មានអ្នកណាក្រៅពីសត្រូវសូរស័ព្ទរបស់គេដែលបានសម្លាប់មិត្តភ័ក្តិស្រមោចរបស់គេឡើយវាគឺជាសត្វដែលបំផ្លាញផ្ទះសម្បែងនិងស៊ីកូនស្រមោចវាក៏ជាសត្វចម្លែកក្រូកាដ៏សាហាវខូខើទោះបីជាគេសម្លឹងមើលហ្វូងសត្វចម្លែកទាំងនេះយ៉ាងណាក៏ដោយក៏ Anthony មានអារម្មណ៍មិនស្រួលมันមានសត្វចម្លែកដ៏គ្រោះថ្នាក់ណាមួយវាប្រហារគ្នាទៅវិញទៅមកឡើយវាដូចជាពួកគេមានកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាយ៉ាងស្ងប់ស្ងាត់ Anthony គិតលេងៗថាប្រហែលជាគេបានខកខានការប្រជុំចុះកិច្ចព្រមព្រៀងសន្តិភាពរវាងសត្វចម្លែកទាំងនេះហើយមើលទៅក្នុងថ្ងៃនេះគេដឹងយ៉ាងច្បាស់ថាបើគ្រាន់តែនៅស្ងៀមមួយកន្លែងគឺមិនអាចទទួលបានចម្លើយដែលច្បាស់លាស់និងរឹងមាំអំពីអាចកំបាំងនេះឡើយការធ្វើចលនាឲ្យកាន់តែជិតប្រហែលជាអាចជួយបានប៉ុន្តែគេត្រូវរំលឹកខ្លួនឯងថាការធ្វើអ្វីមួយយឺតតែច្បាស់លាស់គឺល្អបំផុតជានិច្ចការវាចុះពីពិដានបានចំណាយពេលអស់ប៉ុន្មាននាទីប្រសិនបើស្រមោចអាចចេញញើសបានមែននោះខ្លួនរបស់គេប្រកាសជាជោគជាំទៅដល់ញើសវាប្រហែលជាអាចពេញអាងទឹកទី2ក្នុងរូងភ្នំនេះទៅហើយប៉ុន្តែការខិតខំប្រឹងប្រែងរបស់គេមិនអត់ប្រយោជន៍ឡើយព្រោះគេទទួលបានផលល្អការធ្វើចលនាខណៈពេលបំបាំងកាយបានធ្វើឲ្យជំនាញនេះឡើងដល់កម្រិត2គេបានធ្វើដំណើរយ៉ាងវែងឆ្ងាយដើម្បីចុះមកក្រោមការសង្ស័យដំបូងរបស់គេអំពីជំនាញគឺត្រឹមត្រូវណាស់ការប្រើប្រាស់វាឲ្យបានញឹកញាប់នឹងធ្វើឲ្យពួកវាឡើងដល់កម្រិតខ្ពស់ជាងមុនការពួនសង្កេតមើលនេះគឺដូចជាការបាញ់សត្វស្លាបពីរដោយប្រើគ្រាប់កាំភ្លើងតែមួយយ៉ាងចឹងឯងសម្រាប់ Anthony ក្នុងពេលនេះអ្នកនិងខ្ញុំសុទ្ធតែដឹងហើយថាការវឹកហាត់គឺជាគន្លឹះដ៏សំខាន់មែនទេគេទទួលបានព័ត៌មានផងនិងបានវឹកហាត់ជំនាញបំបាំងកាយផងខណៈពេលដែលទំនុកចិត្តរបស់គេកំពុងកើនឡើងគេត្រូវតែប្រយ័ត្នកុំឲ្យមានមោទនភាពខ្លាំងពេកព្រោះវាអាចនាំគ្រោះថ្នាក់ដល់ជីវិតប្រសិនបើត្រូវគេរកឃើញគេប្រកាសជាស្លាប់ជាមិនខានបន្ទាប់ពីរក្សាភាពស្ងប់ស្ងាត់គេក៏បានចូលទៅជិតហ្វូងសត្វចម្លែកដែលនៅក្បែរទឹកមានសត្វចម្លែកជាច្រើនដែលនៅជុំគ្នាដែលធ្វើឲ្យពិបាកមើលថាជាសត្វអ្វីឲ្យប្រាកដលុះពេលចូលទៅជិតគេក៏ឃើញភ្នែកពណ៌ក្រហមពួកវាមានដំគៀបពណ៌ខៀវនិងជើងរាប់រយ Anthony បានឃើញរូបរាងដ៏គួរឲ្យខ្ពើមរអើមរបស់សត្វក្អែបទាំងនោះហើយស្ទើរតែចង់ក្អួតគេបានជាប្រតិចកន្លែងងងឹតនេះដែលបង្ហាញអ្វីដែលគួរឲ្យខ្ពើមបែបនេះដល់គេ
គេពិតជាត្រូវការថ្នាំពេទ្យមកជួយបន្ធូរអារម្មណ៍ខ្លាំងណាស់ចំពោះសត្វចម្លែកចុងក្រោយគេក្នុងកន្លែងនេះគឺសត្វបង្គួយដែលមើលទៅមិនសូវអាក្រក់ប៉ុន្មានទេប៉ុន្តែគេត្រូវប្រយ័ត្នចំពោះបន្លាដ៏មុតស្រួចទោះបីជាឥឡូវនេះគេនៅខ្សោយក៏ដោយប៉ុន្តែអេនថូនីមើលឃើញពីលទ្ធភាពក្នុងការប្រែក្លាយសត្វចម្លែកទាំងនេះឲ្យទៅជាចំណីដ៏ឆ្ងាញ់ពិសាពិន្ទុទាំងអស់ក្នុងពិភពលោកនេះកំពុងតែរងចាំគេប៉ុន្តែដើម្បីសម្រេចបានគេត្រូវតែត្រៀមខ្លួនឲ្យបានហ្មត់ចត់និងច្បាស់លាស់បំផុតក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់គេបាននៅពីលើអាងទឹកយ៉ាងយកចិត្តទុកដាក់ខណៈពេលព្យាយាមផ្លាស់ប្ដូរទីតាំងដើម្បីកុំឲ្យសត្រូវរកឃើញគេបានសង្កេតមើលរបៀបដែលសត្វទាំងនោះធ្វើចលនានិងកន្លែងដែលពួកវាទៅបន្ទាប់ពីចាក់ចេញពីតំបន់អាងទឹកដ៏អាតកំបាំងនេះនៅម៉ោងទី1សត្វក្អែបនិងសត្វក្រកាបានចាក់ចេញមុនគេអ្វីដែលចម្លែកនោះគឺពួកវាធ្វើដំណើរទៅកាន់ផ្លូវចេញតែមួយជាមួយគ្នានៅម៉ោងទី2អ្នកដែលត្រូវត្រឡប់ទៅវិញបន្ទាប់គឺសត្វចចកបង្គួយពួកវាបានធ្វើដំណើរត្រង់ទៅកាន់ផ្លូវរួមក្រំដីតូចមួយនៅប៉ែកខាងត្បូងនៅម៉ោងទី3នៃការសង្កេតមើលសត្វចុងក្រោយដែលចាក់ចេញពីអាងទឹកគឺបង្គួយបន្លាវាបានវាឡើងទៅលើជញ្ជាំងហើយក៏បាត់ខ្លួនទៅមើលទៅដូចជាមានសត្វដែលចូលចិត្តរស់នៅលើជញ្ជាំងដូចជាអេនថូនីដែរគេប្រហែលជាអាចហៅវាថាជាបងប្អូនប្រសិនបើគេមិនបាច់ស៊ីវាការលួបសង្កេតដ៏តានតឹងនេះបានធ្វើឲ្យជំនាញបំបាំងកាយរបស់គេឡើងដល់កម្រិត3នៅក្នុងកន្លែងនេះការអត់ធ្មត់គឺពិតជាមានតម្លៃណាស់វាមកដល់ចំពេលល្អបំផុតព្រោះក្រញាំជើងស្រមោចរបស់គេត្រូវការសម្រាកជាខ្លាំងបន្ទាប់ពីទៅដល់ផ្លូវចេញផ្ទះគឺនៅក្បែរនេះឯងអេនថូនីប្រាថ្នាចង់សម្រាកណាស់ប៉ុន្តែគេមិនអាចធ្វើបែបនោះបានទេនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើជាបន្តបន្ទាប់នៅទីនេះគេពិតជាត្រូវការកន្លែងសម្រាប់សម្រាកនិងដកដង្ហើមឲ្យបានស្រួលជាងនេះដើម្បីរៀបចំផែនការសម្រាប់សកម្មភាពដ៏គ្រោះថ្នាក់នៅពេលក្រោយសក្តីសុខហាក់ដូចជានៅឆ្ងាយនៅឡើយសម្រាប់ស្រមោចម្នាក់នេះប៉ុន្តែការតស៊ូរបស់គេទើបតែចាប់ផ្ដើមតែប៉ុណ្ណោះនៅក្នុងពិភពលោកដ៏កាចសាហាវជឿខ្ញុំចុះការតស៊ូរបស់គេគឺមិនទាន់ចប់នៅឡើយទេចាំមើលភាគបន្តទៀតទាំងអស់គ្នាដើម្បីដឹងថាតើអាន់ថូនីនឹងទៅជាយ៉ាងណាស្ដាប់ណាអ្នកទាំងអស់គ្នាត្រៀមខ្លួនមើលសត្វស្រមោចដ៏ខ្លាំងក្លារបស់យើងចាប់ផ្ដើមជីករុនចម្រោករបស់វាហើយគេប្រឹងកាយដីតាមសភាវគតិយ៉ាងសកម្មបំផុតដើម្បីពង្រីកចម្រោកឲ្យកាន់តែមានសុវត្ថិភាពនិងរឹងមាំបំផុតនៅពេលសមត្ថភាពជីកឡើងដល់កម្រិត2ប្រព័ន្ធក៏ប្រកាសថាគេបានសាងសង់សម្បុកដ៏ត្រឹមត្រូវមួយរួចរាល់បន្ទាប់ពីប្រឹងជីកដូចមនុស្សឈួតគេក៏មានពេលដកដង្ហើមនិងនឹកឃើញរឿងគ្រួសារចាស់ដែលទុកគេចោលឥឡូវគេចាប់ផ្ដើមឃ្លានខ្លាំងហើយវាជាអារម្មណ៍ដែលគេមិនដែលភ្លេចតាំងពីកាលជីវិតមុនមកម្ល៉េះពោះចាប់ផ្ដើមក្រហឹមតែគេត្រូវតែអត់ធ្មត់ដើម្បីរងចាំចេញទៅប្រមាណចំណីដំបូងដែលមានបន្លាពេញខ្លួនថ្ងៃថ្មីមកដល់យ៉ាងលឿនបំផុតហើយអេនថូនីកំពុងតែតោងចាំនៅជាប់នឹងពីដានរូងភ្នំយ៉ាងស្ងៀមស្ងាត់បំផុតក្រញាំរបស់គេតោងថ្មយ៉ាងណែនបំផុតក្នុងចិត្តគិតតែរឿងមួយយ៉ាងគត់គឺឃ្លានខ្លាំងណាស់រកអ្វីប្រៀបមិនបានមើលចោះគេឃ្លានដល់ថ្នាក់ហៀទឹកមាត់ពេលឃើញបិសាចនៅខាងក្រោមតែត្រូវប្រយ័ត្នបំផុតព្រោះខ្លួនកំពុងខ្សោយក្នុងខួរក្បាលរបស់គេឥឡូវមានតែរូបភាពនំប៉័ងនំខេកនិងសាច់អាំងដ៏ឈ្ងុយឆ្ងាញ់បំផុតក្នុងលោកនេះភាពអត់ឃ្លានធ្វើឲ្យគេចាប់ផ្ដើមមានអារម្មណ៍វិលមុខស្រមៃផ្ដេសផ្ដាស់និងមើលឃើញអ្វីមិនច្បាស់ឡើយសូម្បីតែបិសាចក្រពើដ៏គួរឲ្យខ្លាចដែលនៅខាងក្រោមក៏គេមើលទៅឃើញដូចជាដុំសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ដែរចំណែកសត្វក្អែបដ៏គួរឲ្យខ្ពើមរអើមវិញក៏មើលទៅឃើញដូចជាគុយទាវមួយចានដ៏ទាក់ទាញចិត្តគេទៅទៀតអេនថូនីត្រូវតែដោះស្រាយបញ្ហាក្រពះនេះជាបន្ទាន់មុននឹងគេត្រូវសត្វទាំងនោះស៊ីត្រឡប់មកវិញជំនួសវិញគេបានត្រៀមខ្លួនយូរណាស់មកហើយដូច្នេះគេមិនអាចឲ្យភាពអត់ឃ្លានមករំខានដល់ការរីកចម្រើនបានឡើយរយៈពេល2ថ្ងៃពេញដែលគេបានតាមដាននិងសិក្សាពីគ្រប់ជ្រុងជ្រោយនៃរូងភ្នំនេះយ៉ាងម៉ត់ចត់បំផុតការមិនបានគេងបូករួមនឹងភាពអត់ឃ្លានខ្លាំងធ្វើឲ្យគេស្ទើរតែទប់លែងជាប់នឹងការងងុយគេងខ្លាំងណាស់ការតោងរាយបញ្ច្រាស់ពីលើផ្ទៃទឹកយូរពេកធ្វើឲ្យគេស្ទើរតែធ្លាក់ចូលទៅក្នុងទឹកជាច្រើនដងទៅហើយក្នុងថ្ងៃនេះក្រឡេកមើលទៅអាងទឹកអាតកំបាំងនោះគេដឹងច្បាស់ថាបើធ្លាក់ទៅគឺពិតជាការហែលទឹកដែលមិនល្អឡើយបើធ្លាក់ចូលទៅក្នុងនោះវានឹងក្លាយជាការហែលទឹកដ៏គួរឲ្យរន្ធត់បំផុតដែលគេមិនធ្លាប់ជួបឡើយពីមុនប៉ុន្តែការខំប្រឹងធ្វើជាអ្នកស៊ើបការនេះបានធ្វើឲ្យសមត្ថភាពបន្លំខ្លួនរបស់គេឡើងដល់កម្រិត4យ៉ាងរហ័សថែមទាំងការជីកកកាយពង្រីកចម្រោកក៏បានជួយឲ្យជំនាញជីកដីរបស់គេឡើងដល់កម្រិត3រួចជាស្រេចទៅហើយនេះហើយជាអ្វីដែលអេនតូនីធ្វើគេត្រៀមខ្លួនជានិច្ចដើម្បីយកឈ្នះលើសត្រូវដែលខ្លាំងជាងខ្លួនគេឆ្ងាយទោះជាយ៉ាងណាភាពអត់ឃ្លាននៅតែជាសត្រូវធំហើយគេសង្ឃឹមថានឹងប្រមាញ់ចំណីបានសម្រេចក្នុងពេលឆាប់ៗនៅពេលអង្តែនរបស់គេកម្រើកគេក៏ដឹងថាគោលដៅរបស់គេកំពុងតែខិតជិតមកដល់ក្បែររុនចម្រោករបស់វាហើយនៅពេលឃើញពន្លឺចេញពីភ្នែករបស់សត្វល្មូននោះគេដឹងភ្លាមថាដល់ពេលត្រូវសម្ដែងបដូរជីវិតរបស់គេហើយសត្វដែលជាចំណីនេះតែងតែដើរតាមជញ្ជាំងរូងភ្នំដើម្បីចុះមកផឹកទឹកជារៀងរាល់ថ្ងៃមិនដែលខានមួយថ្ងៃឡើយវាជាសត្វដែលរស់នៅដាច់ដោយឡែកនិងមានចលនាដែលងាយស្រួលនឹងទស្សទាយដឹងមុនបានបំផុតទីបំផុតជីងចក់បន្លាក៏ចេញពីចម្រោកហើយវាដល់ពេលដែលគេត្រូវសាក់លបងផែនការដ៏ម៉ត់ចត់បំផុតរបស់គេប្រើជំនាញបន្លំខ្លួនហើយដើរយឺតនៅលើជញ្ជាំងដើម្បីដេញតាមសត្វល្មូនដែលជាចំណីដ៏ធំមួយនោះគេលួងចិត្តខ្លួនឯងថាវាមិនយូរទៀតទេ
ឲ្យតែដណ្ដើមបានទីតាំងល្អគឺបេសកកម្មនេះនឹងទទួលបានជោគជ័យកាលណាចូលទៅចិត្តបន្លារបស់វាគេដឹងថាបើត្រូវតែមួយក្បាច់គឺពិតជាគ្រោះថ្នាក់ខ្លាំងដល់ជីវិតរបស់គេប៉ុន្តែគេមិនត្រូវខ្លាចឡើយព្រោះក្រពះរបស់គេកំពុងតែរងចាំអាហារដ៏ឈ្ងុយឆ្ងាញ់មួយនេះយ៉ាងខ្លាំងបំផុតការកំណត់ពេលវេលាលោតសង្គ្រាប់ពីលើគឺជាអ្វីដែលកំណត់ជោគវាសនាទាំងស្រុងនៃសមរភូមិដ៏សំខាន់មួយនេះនៅពេលឱកាសមកដល់ Anthony មិនបង្អង់យូរឡើយគេចាប់ផ្ដើមវាយប្រហារតាមផែនការរបស់គេភ្លាមតែម្ដងគេប្រើការបន្លំខ្លួនដើម្បីបាញ់ទឹកអាស៊ីតពីលើបាញ់ចំជើងរបស់សត្វចិញ្ចក់នោះយ៉ាងពេញទំហឹងបំផុតក្នុងចិត្តគេកំពុងតែអបអរសាទរព្រោះដំណាក់កាលទី1នៃផែនការដ៏លំបាកទទួលបានជោគជ័យពេញលេញតែម្ដងសត្វល្មូននោះស្រែកដោយការឈឺចាប់យ៉ាងខ្លាំងខណៈដែលសាច់ជើងរបស់វាត្រូវទឹកអាស៊ីតរលាយអស់ដល់ឆ្អឹងចូលដល់ដំណាក់កាលទី2គេក៏លិចខ្លួនឡើងហើយឌឺដងដាក់សត្វចិញ្ចក់នោះដោយភាពជឿជាក់បំផុតសមត្ថភាពតោងជញ្ជាំងរបស់គេគឺកម្រិត3ទៅហើយដូច្នេះការតស៊ូនៅលើជញ្ជាំងមិនមែនជាបញ្ហាឡើយទាំងទីតាំងជញ្ជាំងនិងសត្វចិញ្ចក់នោះមិនមែនជាបញ្ហាប្រឈមសម្រាប់រូបគេក្នុងពេលនេះឡើយជឿចុះគេមានប្រៀបត្រង់ភាពរហ័សរហួនជាសត្វស្រមោចខណៈដែលសត្រូវមានរូបរាងធ្ងន់និងយឺតយ៉ាវខ្លាំងបំផុតសត្វបិសាចនោះខឹងសម្បាយ៉ាងខ្លាំងហើយព្យាយាមវាយបោកមកលើរូបគេដោយការប្រើកម្លាំងបុកយ៉ាងខ្លាំងវាប្រើកន្ទុយដ៏ខ្លាំងរបស់វាក្រវីសន្ធាប់យ៉ាងខ្លាំងបណ្ដាលឲ្យជញ្ជាំងរូងភ្នំបាក់បែកខ្ទេចខ្ទីអស់ជាច្រើនកន្លែងជឿខ្ញុំចោះអ្វីកំពុងដើរតាមផែនការហើយអ្នកទាំងអស់គ្នាពិតជាចង់ឃើញបន្តណាស់មែនទេ Anthony កំពុងតែលេងសើចជាមួយចំណីរបស់គាត់ហើយដោយបាញ់ទឹកអាស៊ីតចំមុខបង្គួយនោះពេញតែម្ដងពួកយើងមកតាមដានបន្តទៀតមុខរបួសចាប់ផ្ដើមរលួយហើយបង្គួយនោះកំពុងតែដេកបំរាស់ដោយការឈឺចាប់នៅលើដីភ្លាមនោះ Anthony បានលូតឡើងលើជញ្ជាំងរូងភ្នំដើម្បីរកកន្លែងដែលមានសុវត្ថិភាពនិងងាយស្រួលក្នុងការវាយបកសំឡេងស្រែករបស់បង្គួយបានបន្លឺឡើងពេញទីនោះហើយនេះជាសញ្ញាប្រាប់ថាគាត់ត្រូវតែបញ្ចប់រឿងនេះឲ្យបានឆាប់បំផុតបង្គួយចាប់ផ្ដើមចុះខ្សោយកម្លាំងបន្តិចម្ដងដោយសារតែរបួសដ៏ធ្ងន់ធ្ងរហើយវាជិតដល់ពេលដែលត្រូវបញ្ចប់ជីវិតវាហើយប៉ុន្តែមុននឹងវាអស់ខ្យល់បង្គួយនោះបានប្រើកម្លាំងចុងក្រោយដើម្បីវាយកន្ទុយយ៉ាងខ្លាំងក្លាមកលើ Anthony ការវាយប្រហារនេះវាលើសពីអ្វីដែលគាត់បានរំពឹងទុកដែលធ្វើឲ្យគាត់ស៊ឺតែគេចមិនផុតពីកន្ទុយដ៏លឿននេះឡើយសំណាងល្អដែលគាត់នៅឆ្ងាយល្មមទើបអាចគេចចេញទាន់ពេលខណៈដែលបង្គួយនោះបានប្រើកម្លាំងចុងក្រោយរបស់វាអស់ហើយមើលឲ្យច្បាស់ត្រង់នេះព្រោះនេះគឺជាឱកាសមាសដើម្បីបញ្ចប់សង្គ្រាមមួយនេះឲ្យដាច់ស្រឡះតែម្ដងគាត់បានលោតចុះពីលើដំបូលរូងភ្នំជាមួយនឹងធ្គាមដ៏រឹងមាំដើម្បីខំសង្កប់ទៅលើសត្រូវរហូតឮសំឡេងបាក់ឆ្អឹងយ៉ាងរន្ធត់ Anthony មិនព្រមលែងនោះទេទោះបីជាស្បែកសត្រូវគ្រឿមយ៉ាងណាក៏ដោយព្រោះនេះគឺជាដំណាក់កាលចុងក្រោយនៃសមរភូមិដំណាក់កាលនេះគឺសាមញ្ញបំផុតគឺការវាស់ស្ទង់ភាពអត់ធ្មត់ដោយគាត់ត្រូវខំសង្កត់សត្រូវរហូតដល់វាព្រមចុះចាញ់គាត់បានរុញបង្គួយនោះឲ្យធ្លាក់ពីលើជញ្ជាំងដើម្បីឲ្យវាទទួលរងការប៉ះទង្គិចកាន់តែខ្លាំងខណៈដែលគាត់នៅតែបន្តខំនៅពេលដែលសត្រូវលែងកម្រើកគាត់ក៏បានសំទោសព្រោះនេះគឺជាច្បាប់ធម្មជាតិដែលអ្នកខ្លាំងត្រូវតែស៊ីអ្នកខ្សោយ Anthony បានចាប់ផ្ដើមបាញ់ទឹកអាស៊ីតទៅលើខ្លួនបង្គួយដើម្បីឲ្យស្បែកដ៏រឹងមាំរបស់វារលួយងាយស្រួលក្នុងការស៊ីក្នុងពេលជាមួយគ្នានោះជំនាញបាញ់ទឹកអាស៊ីតរបស់គាត់បានឡើងដល់កម្រិត2ដែលវាពិតជាលឿនលើសពីការរំពឹងទុកបន្ទាប់ពីពិនិត្យមើលសាកសពគាត់ឃើញថាវានៅមិនទាន់ងាប់ទេដូច្នេះគាត់ត្រូវតែប្រើវិធីសាស្ត្រដ៏សាហាវបន្តិចហើយ Anthony បានចាប់ផ្ដើមស៊ីបង្គួយនោះទាំងរស់យ៉ាងព្រៃផ្សៃបំផុតរហូតឈាមប្រឡាក់ពេញដីគួរឲ្យខ្លាចខ្លាំងណាស់សំឡេងខំបំបែកឆ្អឹងបានបន្លឺឡើងពេញបន្ទប់ហើយបន្ទាប់ពី10នាទីកន្លងផុតទៅជំនាញខំរបស់គាត់ក៏បានឡើងដល់កម្រិត3បន្ទាប់ពីបានស៊ីអាហារដ៏ឆ្ងាញ់រួចមក Anthony មានអារម្មណ៍ថាខ្លួនឯងដូចជាអ្នកប្រមាញ់ដ៏អស្ចារ្យម្នាក់ដែលទើបតែឈ្នះគាត់មានអារម្មណ៍ដូចជាអ្នកចម្បាំងដែលទើបតែត្រឡប់មកពីសមរភូមិដ៏គ្រោះថ្នាក់បំផុតនិងបានយកឈ្នះលើសត្រូវទាំងស្រុងគាត់បានស៊ីសត្រូវរបស់គាត់ទាំងអស់ក្រោយពេលឈ្នះហើយចាប់ផ្ដើមគិតថាគាត់មិនដែលប្រឹងប្រែងខ្លាំងបែបនេះឡើយអ្នកទាំងឡាយប្រហែលជាគិតដូចខ្ញុំដែរថានៅក្នុងជីវិតមុនគាត់មិនដែលខំប្រឹងធ្វើអ្វីមួយឲ្យអស់ពីសមត្ថភាពនោះទេនៅពេលនឹកឃើញដល់អតីតកាលគាត់មានអារម្មណ៍ថាសោះក៏ក្រោះណាស់ប៉ុន្តែឥឡូវនេះគាត់បានយកឈ្នះលើសត្វកម្រិត2ហើយបន្ទាប់ពីទទួលបានបទពិសោធន៍មកគាត់ក៏ទទួលបានចំណុចជំនាញបន្ថែមខណៈដែល Gandalf ចាប់ផ្ដើមផ្ដល់ដំណឹងជាបន្តបន្ទាប់បង្គួយនេះមានឈ្មោះថា Spinetta Letos ជាភាសាឡាតាំងហើយនេះមិនមែនជាលើកទី1ទេដែលគាត់បានឃើញវាប្រភេទពូជរបស់គាត់ត្រូវបានគេហៅថា Formica ដែលគាត់ចាំបានថាវាគឺជាឈ្មោះឡាតាំងនៃប្រភេទស្រមោចម្យ៉ាងប្រសិនបើគ្រប់សត្វទាំងអស់នៅក្នុងโลกនេះមានឈ្មោះជាភាសាឡាតាំងនោះចំណេះដឹងពីមុនរបស់គាត់ពិតជាមានប្រយោជន៍ក្រៅពីការរកឃើញនេះគាត់ក៏បានរៀននៅរឿងសំខាន់ចំនួន3ទៀតដែលតាក់ទងនឹងស្ថានភាពបច្ចុប្បន្នរបស់គាត់ទី1គាត់អាចបង្កើនកម្រិតខ្លួនឯងបានតាមរយៈការសម្លាប់សត្វដទៃដើម្បីទទួលបានពិន្ទុបទពិសោធន៍កាន់តែច្រើនទី2គាត់នឹងទទួលបានចំណុចជំនាញថ្មីរាល់ពេលកើនកម្រិតហើយទី3គឺការស្វែងយល់ពីកម្រិតរបស់សត្រូវសត្វបង្គួយនេះអាចកើតមកក្នុងកម្រិត2តែម្ដងឬក៏វាបានបង្កើនកម្រិតរបស់វាដោយខ្លួនឯងរួចជាស្រេចទៅហើយអ្វីដែលសំខាន់បំផុតនោះគឺគាត់មិនត្រូវភ្លេចគោលបំណងដែលគាត់មកទីនេះទេគឺដើម្បីយកសាកសពចំណីរបស់គាត់
ក្នុងនាមជាអ្នកប្រមាញ់គាត់ត្រូវតែស៊ីដើម្បីឲ្យខ្លួនឯងកាន់តែរឹងមាំនិងមានអំណាចខ្លាំងជាងមុននៅក្នុងពិភពលោកនេះ Anthony ពិតជាអរគុណចំពោះអាហារនេះណាស់ប៉ុន្តែរសជាតិសាច់បង្គានេះគឺវាពិតជាអាក្រក់ខ្លាំងណាស់វាអាក្រក់រហូតដល់ធ្វើឲ្យគាត់ចង់ក្អួតម្ដងទៀតប៉ុន្តែឥឡូវនេះគាត់ទទួលបានពិន្ទុជីវម៉ាស់បន្ថែមចំនួន1ទៀតហើយសំឡេងរបស់កាន់ដាល់នៅតែបន្លឺឡើងនៅក្នុងក្បាលរបស់គាត់មិនឈប់ខណៈដែលគាត់កំពុងសម្រាកនៅក្នុងរូងភ្នំឥឡូវនេះគាត់មានអាហារគ្រប់គ្រាន់សម្រាប់ស៊ីក្នុងមួយសប្តាហ៍ខាងមុខហើយគាត់មានអារម្មណ៍ថាស្កប់ស្កល់ខ្លាំងណាស់ក្រៅពីបានស៊ីឆ្អែតគាត់ក៏ទទួលបានរង្វាន់បន្ថែមពី Gandalf ផងដែរហើយឥឡូវដល់ពេលត្រូវត្រឡប់ទៅសម្បុកវិញនៅពេលទៅដល់លើកំពូលរូងភ្នំ Anthony បានសម្លឹងមើលទៅពួកសត្វនៅខាងក្រោមដែលកំពុងជក់ចិត្តនឹងការផឹកទឹកពួកវាមិនទាំងដឹងផងថាមិត្តភ័ក្តិរបស់ពួកវាត្រូវបានបាត់ខ្លួនបាត់ទៅហើយខណៈដែល Anthony កំពុងធ្វើដំណើរត្រឡប់ទៅវិញទីបំផុត Anthony ក៏បានមកដល់សម្បុកដ៏កំសត់របស់គាត់វិញហើយគាត់ចាប់ផ្ដើមរៀបចំផែនការបន្តដូចជាមេខ្លោងជាដំបូងគាត់ត្រូវពិនិត្យមើលស្ថានភាពរបស់គាត់ឡើងវិញបន្ទាប់ពីការប្រមាញ់បានបញ្ចប់ដោយជោគជ័យដ៏អស្ចារ្យទោះបីជាកម្លាំងរបស់គាត់មិនសូវប្រែប្រួលប៉ុន្តែជំនាញរបស់គាត់បានកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់បំផុតជឿខ្ញុំចោះការផ្សងព្រេងរបស់ស្រមោចដ៏អស្ចារ្យម្នាក់នេះទើបតែចាប់ផ្ដើមតែប៉ុណ្ណោះជឿខ្ញុំចោះអ្នកនិងខ្ញុំនឹងឃើញការរីកចម្រើនដ៏អស្ចារ្យរបស់គេទោះបីជាជួបឧបសគ្គនិងព្រហ្មលិខិតដ៏អាក្រក់យ៉ាងណាក៏ដោយគេនឹងនៅតែអាចរស់រានមានជីវិតបានជានិច្ចប៉ុន្តែឥឡូវនេះការស្រមើស្រមៃគួរតែត្រូវបានបញ្ចប់សិនហើយគេត្រូវតែត្រឡប់មកពិភពពិតវិញ Anthony បានក្រវីក្បាលដើម្បីដាស់ស្មារតីហើយផ្ដោតអារម្មណ៍ទៅលើអ្វីដែលនៅចំពោះមុខពេលនេះគេត្រូវសម្រេចចិត្តយ៉ាងម៉ត់ចត់បំផុតព្រោះគេសល់ពិន្ទុជីវម៉ាស់តែ2ពិន្ទុប៉ុណ្ណោះសម្រាប់ប្រើប្រាស់គេត្រូវពិចារណារាល់ជម្រើសទាំងអស់ដោយប្រុងប្រយ័ត្នបំផុតហើយភ្នែករបស់គេក៏បានសម្លឹងទៅកាន់កន្លែងដដែលនោះគឺការផ្លាស់ប្ដូរជែនភ្នែកគេចង់ដំឡើងភ្នែករបស់គេទៅកម្រិតបូក2រហូតដល់សំឡេងរបស់ Gandalf បានសួរគេថាតើគេចង់ប្រើ2ពិន្ទុដើម្បីឡើងកម្រិតបន្ទាប់ដែរឬទេ Anthony ក៏មិនរងចាំយូរដែររួចក៏យល់ព្រមភ្លាមតែម្ដងគេពិតជាមិនទាន់ទម្លាប់នឹងអារម្មណ៍ក្តៅក្រហាយដូចឆេះភ្នែកបែបនេះទេគេពិតជាស្អប់ការឈឺចាប់នេះខ្លាំងណាស់បន្ទាប់ពីការឈឺចាប់បានបញ្ចប់ទឹកភ្នែករបស់គេក៏ហូរមកប៉ុន្តែចក្ខុវិញ្ញាណរបស់គេនៅតែមិនទាន់ច្បាស់ល្អដូចមនុស្សធម្មតាឡើយប៉ុន្តែវាអាចប្រើការបានសម្រាប់ពេលនេះបន្ទាប់មកទៀតគេត្រូវប្រើពិន្ទុជំនាញដែលនៅសល់តែមួយគត់របស់គេការសម្រេចចិត្តលើកនេះមិនពិបាកទេព្រោះគេបានគ្រោងទុកជាស្រេចហើយនោះគឺជំនាញដែលមានឈ្មោះថាញៀនក្នុងរូងភ្នំគេបាននៅក្នុងកន្លែងចម្លែកនេះអស់រយៈពេលប៉ុន្មានថ្ងៃមកហើយប៉ុន្តែគេនៅតែមិនទាន់យល់ដឹងពីអ្វីៗទាំងអស់នៅឡើយទេមានរឿងអាចកំបាំងជាច្រើនដែលគេមិនដឹងដូច្នេះជំនាញនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការរស់រានមានជីវិតយូរអង្វែងរបស់គេតាមរយៈសមត្ថភាពថ្មីនេះគេអាចពង្រីកវិសាលភាពនៃការរុករករបស់គេឲ្យកាន់តែឆ្ងាយជាងមុនបានយ៉ាងងាយស្រួលហើយគេនៅតែអាចត្រឡប់មកសម្បុកដ៏សុវត្ថិភាពរបស់គេវិញបានរហូតដល់ Gandalf បានសួរបញ្ជាក់ម្ដងទៀត Anthony បានយល់ព្រមដោយក្តីរីករាយការទទួលបានជំនាញថ្មីនេះវាមានអារម្មណ៍ប្លែកខ្លាំងណាស់សម្រាប់រូបគេវាមិនឈឺចាប់ដោយការកែប្រែរាងកាយមុននេះទេវាមានអារម្មណ៍ដូចជាមានទឹកហូរត្រជាក់កាត់សរសៃសក់របស់គេអញ្ចឹងវាហាក់ដូចជាកំពុងហូរចូលជ្រៅទៅក្នុងក្បាលរបស់គេហើយមួយសន្ទុះក្រោយមក Gandalf ក៏បានប្រាប់ថាជំនាញញៀនក្នុងរូងភ្នំត្រូវបានរៀនចប់សពគ្រប់គេសង្ឃឹមថានឹងឃើញប្រសិទ្ធភាពរបស់វាក្នុងការរុករកលើកក្រោយ Anthony បានប្រមូលស្លឹកឈើក្នុងរូងភ្នំមកធ្វើជាគ្រែដេកយ៉ាងស្អាតដើម្បីត្រៀមខ្លួនសម្រាប់យកកម្លាំងសិនគេពិតជាសមនឹងទទួលបានការសម្រាកដ៏ស្កប់ស្កល់ប៉ុន្តែអ្នកនឹងខ្ញុំត្រូវដឹងថាពេលនេះមានសម្លេងជើងមនុស្សកំពុងតែខិតជិតមកហើយមានមនុស្ស2នាក់កំពុងធ្វើដំណើរក្នុងព្រៃដ៏ក្រាស់ដែលមានតែពន្លឺភ្លើងតែមួយគត់ស្ត្រីម្នាក់បានសួរទៅកាន់បុរសម្នាក់ថាតើគេបានឃើញអ្វីមួយយ៉ាងមែនទេបុរសនោះឆ្លើយថាគ្មានអ្វីទេប្រហែលជាគេគ្រាន់តែមានអារម្មណ៍ច្រឡំតែប៉ុណ្ណោះម្យ៉ាងទៀតទោះជាទៅដល់ទីណាក៏ដោយបិសាចណាដែលហ៊ានមកជិតពួកគេនឹងត្រូវជួបគ្រោះថ្នាក់ជាមិនខានឡើយដោយសារតែលែងឃ្លាន Anthony ក៏បានគេងលក់យ៉ាងស្កប់ស្កល់បំផុតវាគឺជាអារម្មណ៍ដ៏មានសេចក្តីសុខមិនអាចថ្លែងបានគេចង់គេងនៅកន្លែងនេះជារៀងរហូតប៉ុន្តែសុបិនដ៏ផ្អែមល្ហែមរបស់គេត្រូវបានកាត់ផ្ដាច់ភ្លាមនៅពេលដែលគេភ្ញាក់ផ្អើលគេបានធ្លាក់ពីលើគ្រែហើយដាំក្បាលចុះទៅដីយ៉ាងដំណំតាមពិតទៅគេគួរតែដឹងមុនថាសុបិនដ៏ល្អបែបនេះមិនងាយនឹងក្លាយជាការពិតឡើយប៉ុន្តែវាបានជួយឲ្យគេមានស្មារតីច្បាស់លាស់ឡើងវិញឥឡូវនេះដល់ពេលដែលត្រូវផ្ដោតលើការរុករកនិងរៀបចំផែនការសម្រាប់ស្វែងរកចំណីបន្ទាប់របស់គេហើយស្រមោច Anthony បានសើចយ៉ាងកំណាចរួចក៏មានរឿងម្យ៉ាងទៀតដែលគេចង់សាកល្បងដោយប្រើអង្តែនរបស់គេបានស្រែកក្នុងចិត្តដើម្បីបញ្ជាឲ្យបើកប្រព័ន្ធដោយតួអង្គក្នុងរឿងគំនូរជីវចលប៉ុន្តែវាមិនដំណើរការសោះឡើយគេបានសាកល្បងប្រើពាក្យសម្ងាត់ផ្សេងទៀតដូចជាពាក្យបើកទ្វារសេសាមីជាដើមប៉ុន្តែនៅតែមិនបានផលដដែលគេពិតជាសង្ឃឹមថាពាក្យណាមួយនឹងអាចប្រើបានបន្ទាប់ពីគេបានស៊ីសាច់បិសាចប្លែកកាលពីពេលមុនមកបន្ទាប់ពីស៊ីសត្វបង្គាយ Gandalf ប្រាប់ថាគេបានដោះសោព័ត៌មានរបស់វាហើយប៉ុន្តែគេរកពាក្យបញ្ជាមិនឃើញសោះអ្នកនិងខ្ញុំប្រហែលជាគិតដូចគ្នាថាគេប្រហែលជាកំពុងតែគិតច្រើនជ្រុលពេកហើយមើលទៅក្នុងរឿងទូចតាចបែបនេះគេក៏បានលែងខ្លួនពីវិដានរូងភ្នំរួចធ្លាក់មកដី
ហើយក៏បានស្រែកហៅឈ្មោះឡាតាំងរបស់សត្វបង្គួយនោះវាមិនគួរឲ្យជឿទាល់តែសោះវិធីនេះពិតជាមានប្រសិទ្ធភាពហើយព័ត៌មានមូលដ្ឋានរបស់វាក៏បានបង្ហាញឡើងប្រវត្តិរបស់ចំណីដំបូងគេត្រូវបានបើកឲ្យមើល Gandalf ពិតជាបានជួយគេបានច្រើនមែនទែននៅពេលនេះសត្វនេះត្រូវបានគេហៅថាបង្គួយបន្លាវាមានបន្លាដ៏មុតស្រួចដែលមានផ្ទុកទៅដោយពិសដ៏សាហាវបំផុតបន្ទាប់ពីការខិតខំយ៉ាងខ្លាំងគេទទួលបានព័ត៌មានតែបន្តិចបន្តួចប៉ុណ្ណោះដែលវាធ្វើឲ្យគេមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងប៉ុន្តែ Anthony ត្រូវតែអត់ធ្មត់ព្រោះនេះគ្រាន់តែជាព័ត៌មានបាត់ធំប៉ុណ្ណោះប្រហែលជាប្រព័ន្ធនឹងផ្ដល់ព័ត៌មានបន្ថែមទៀតប្រសិនបើគេបកបាញ់ប្រសិនបើគេស៊ីសត្វប្រភេទដដែលនេះកាន់តែច្រើនគេនឹងអាចទទួលបានព័ត៌មានលម្អិតនិងមានប្រយោជន៍ជាងមុនជាមិនខានគេសម្រេចចិត្តទុកវាមួយឡែកសិនព្រោះឥឡូវនេះមានកិច្ចការសំខាន់ជាងនេះដែលត្រូវធ្វើជាបន្ទាន់គេបានធ្វើដំណើរត្រឡប់ទៅលបមើលសត្វនៅមាត់ទឹកវិញដោយក្តីសប្បាយរីករាយនិងបានច្រៀងលេងយ៉ាងរំភើបថ្ងៃថ្មីបិសាចថ្មីហើយអ្នកនិងខ្ញុំនឹងរងចាំមើលថាតើចំណីបន្ទាប់របស់គេជានរណាជាមួយគ្នាស្ដាប់ខ្ញុំសិនបងប្អូននឹងឃើញស្រមោចមួយក្បាលដែលទើបតែស៊ីឆ្អែតហើយប្រើភ្នែកកម្រិត2កំពុងពិនិត្យមើលសម្បុករបស់វាចាប់អារម្មណ៍ថាអាងទឹកខាងក្រោមនេះហាក់ដូចជាមានពន្លឺភ្លឺជាងមុនដែលធ្វើឲ្យវាកាន់តែចង់ដឹងចង់ឃើញខ្លាំងឡើងកាលពីថ្ងៃដំបូងវាខ្សាញ់អ្នកខ្សែចិត្តខ្លាយជាចំណីសត្វក្រពើបិសាចទៅហើយប៉ុន្តែចម្លែកត្រង់ថាវារត់ច្រើនតែមិនចេះស្រេកទឹកសោះដល់ថ្ងៃទី3ពេលវាធ្វើកន្លែងគេងពីស្លឹកឈើក៏វានៅតែមិនទាន់មានអារម្មណ៍ថាស្រេកទឹកអ្វីបន្តិចឡើយរហូតដល់ថ្ងៃទី6បន្ទាប់ពីវាស៊ីសាច់បង្គួយឡើងឆ្អែតកំប៉ោងក៏វានៅតែមិននឹកនាដល់ទឹកសូម្បីតែមួយដំណក់ខណៈដែលពួកបិសាចផ្សេងទៀតនាំគ្នាសម្រុកទៅផឹកទឹកអាងនោះប៉ុន្តែស្រមោចបិសាច Anthony របស់យើងបែរជាមិនស្រេកទឹកសោះតាមពិតវាជាបិសាចដែរតាមែនទេចុះហេតុអ្វីបានជាពួកបិសាចផ្សេងទៀតនាំគ្នាផ្អើលទៅផឹកទឹកអាងនោះទៅវិញតើមានអ្វីខុសប្លែកគ្នារវាងវានិងពួកបិសាចទាំងនោះមែនទេឬក៏រាងកាយវាមានអាចកំបាំងអ្វីផ្សេងដោយសារតែចម្ងល់ទាំងនេះ Anthony ក៏សម្រេចចិត្តលូនចុះពីពិដានរូងភ្នំដើម្បីទៅពិនិត្យមើលអាងទឹកអាថុកកំបាំងនោះដោយផ្ទាល់វាត្រូវតែទៅស៊ើបអង្កេតទឹកអាងនោះឲ្យច្បាស់ដើម្បីដឹងថាមានរឿងអ្វីកើតឡើងឲ្យប្រកបតែត្រូវប្រយ័ត្នជីវិតខ្លួនឯងផងការចុះទៅខាងក្រោមពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះវាត្រូវតែធ្វើដំណើរមួយយ៉ាងប្រុងប្រយ័ត្នបំផុតទោះបីជាត្រូវប្រឈមមុខនឹងពួកសត្វក្អែបយក្សក៏ដោយក៏វាប្រាប់ខ្លួនឯងថាកុំអាររំភើបហើយកុំហក់លោតលឿនពេកពេលសង្កេតមើលជុំវិញវាតែងតែឃើញពួកសត្វដែលមានរូបរាងដូចបង្គួយរស់នៅពាសពេញកន្លែងសើមៗនេះជានិច្ចមិនថាបិសាចក្រពើឬបង្គួយបន្លាទេពួកវាសុទ្ធតែមានលក្ខណៈជាសត្វល្មូនដូចជាមានខ្សែស្រឡាយជាមួយគ្នាអញ្ចឹងខណៈពេលកំពុងភ្លេចខ្លួនស្រាប់តែមានបង្គួយចចកមួយក្បាលលូនចូលមកជិតវាយ៉ាងលឿនក្នុងបំណងចង់វាយប្រហារប៉ុន្តែចម្លែកត្រង់ថានៅពេលវាហៀបនឹងហក់ស៊ី Anthony ទៅហើយស្រាប់តែវាបែរជាដកថយវិញទាំងភ័យញាស់ទៅតែប្រហែលជាបង្គួយចចកនោះខ្លាចពួកក្អែបយក្សដែលនៅពីក្រោយ Anthony ទេដឹងហេងមែនតែនដែលវាមិនខ្វល់ពីស្រមោចយើងតែពួកក្អែបយក្សវិញគឺជារឿងផ្សេងពួកវាលូនវាមកជាក្រុមហាក់ដូចជាសត្វល្អិតផ្លាស់ប្ដូររូបរាងដ៏គួរឲ្យខ្ពើមរអើមភ្នែកពណ៌ក្រហមឆ្អៅរបស់ពួកវាសម្លឹងមកកាន់ស្រមោចដ៏កំសត់តែម្នាក់ឯងហាក់ដូចជាចង់ដឹងពីសកម្មភាពបន្ទាប់របស់វា Anthony លួចអរព្រះគុណដល់ទេវតាដែលការស្មានរបស់វាគឺត្រឹមត្រូវព្រោះពួកវាមិនទាន់ហ៊ានធ្វើអ្វីទាំងអស់អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយមែនទេថាហេតុអីបានជាស្រមោចដែលខ្លាចងាប់ដូចជាវាហ៊ានចេញមកទីវាលបែបនេះមូលហេតុមានតែមួយគត់ដែលវាហ៊ានប្រថុយជីវិតនៅចំពោះមុខពួកបិសាចសាហាវទាំងនេះគឺដោយសារការសង្កេតកន្លងមកវាមិនដែលឃើញបិសាចណាមួយវាយប្រហារគ្នានៅក្បែរអាងទឹកនេះឡើយវាដូចជាតំបន់សន្តិភាពដែលគ្មានការបង្ហូរឈាមទោះបីជាមានចំនួនសាហាវនៅខាងក្រៅយ៉ាងណាក៏ដោយប៉ុន្តែនៅពេលចូលមកផឹកទឹកពួកវាហាក់ដូចជាមានការយោគយល់គ្នាសរុបមកទឹកនេះច្បាស់ជាមានអ្វីពិសេសខ្លាំងណាស់ទើបអាចធ្វើឲ្យពួកបិសាចទាំងនោះបញ្ឈប់ការវាយតប់គ្នាបាន Anthony ក៏ជឿជាក់ដែរថាការដែលពួកវាសម្រុកមកទីនេះមិនមែនគ្រាន់តែមកផឹកទឹកដើម្បីរំសាយការស្រេកឃ្លានធម្មតានោះទេទោះបីជាចិត្តមួយខ្លាចទឹកអាងនោះយ៉ាងណាក៏ដោយក៏ការចង់ដឹងចង់ឃើញរបស់វាបានជំរុញឲ្យវាត្រូវតែសាក់លបង Anthony ប្រមូលភាពក្លាហានបិទភ្នែកជិតហើយក៏ជ្រលក់មុខចុះទៅផឹកទឹកអាតកំបាំងនោះយ៉ាងលឿនបំផុតគ្រាន់តែផឹកភ្លាមវាស្ទុះចេញមកក្រៅទាំងត្រដោខ្យល់ព្រោះទឹកនោះមានជាតិក្តៅក្រហាយដូចជាភ្លើងកំពុងឆេះលើអណ្ដាតអញ្ចឹងទឹកដែលវាលេបចូលទៅបានធ្វើឲ្យរាងកាយខាងក្នុងឆេះរោលរៀលមិនខុសពីការផឹកទឹកអាស៊ីតដ៏សាហាវនោះឡើយតើនេះជាអ្វីដែលបិសាចរាប់ម៉ឺនក្បាលនាំគ្នាសម្រុកមកទីនេះរាល់ថ្ងៃមែនទេពិតជាមិនគួរឲ្យជឿសោះចុះបើទឹកនេះក្តៅក្រហាយដល់ថ្នាក់នឹងតើពួកវាមានបញ្ហាខួរក្បាលអ្វីមែនទេពួកយើងប្រហែលជាគិតដូចគ្នាហើយតើ Anthony កើតមកក្នុងរូងភ្នំដែលពោពេញដោយបិសាចចូលចិត្តធ្វើបាបខ្លួនឯងឬយ៉ាងណាពិតជាចម្លែកខ្លាំងណាស់ទោះបីជាវាមានអារម្មណ៍ថាក្តៅក្រហាយខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែសុខភាពរបស់វាហាក់ដូចជាគ្មានអ្វីប្រែប្រួលសោះឡើយវាធ្លាប់តែរំពឹងថានឹងមានរឿងអស្ចារ្យកើតឡើងព្រោះឃើញពួកបិសាចទាំងអស់នេះហាក់ដូចជាឆ្លក់វង្វេងនឹងទឹកអាងនេះខ្លាំងប៉ុន្តែសម្រាប់វាវិញគឺគ្មានប្រសិទ្ធភាពអ្វីទាំងអស់ដូច្នេះវាសម្រេចចិត្តបន្តដំណើរទៅរុករកកន្លែងផ្សេងទៀតក្នុងរូងភ្នំមុននឹងចេញទៅវានៅតែមិនអស់ចិត្តក៏លួចត្រឡប់មកក្រេបទឹកនោះថែមមួយមាត់ធំទៀតដើម្បីឲ្យច្បាស់លើកនេះវាបឺតយកទឹកយ៉ាងច្រើន
តាមដែលរាងកាយទូចច្រឡំរបស់វាអាចទ្រាំទ្របានក្នុងបំណងចង់ដឹងឲ្យកាន់តែច្បាស់ជាលទ្ធផលគឺវានៅតែរោរៀលខ្លាំងដដែលរហូតដល់វាត្រូវដេកនៅនីលដីហើយខ្ជាក់ទឹកនោះចេញមកវិញទាំងអស់វាសន្និដ្ឋានថាទឹកនេះគឺជារបស់ដែលអាក្រក់បំផុតហើយវាប្រាប់ខ្លួនឯងថានឹងមិនប៉ះពាល់វាជាលើកទី3ជាដាច់ខាតបន្ទាប់ពីស៊ើបអង្កេតអាចកំបាំងទឹកអាងរួចរាល់ហើយដល់ពេលដែលវាត្រូវពង្រីកការរុករកទៅកាន់តំបន់ផ្សេងទៀតក្នុងរូងភ្នំដោយមានសមត្ថភាពថ្មីក្នុងការដឹងពីទិសដៅផ្លូវក្នុងរូងការធ្វើដំណើររបស់វាក៏កាន់តែមានភាពងាយស្រួលជាងមុនអ្វីដែលវាត្រូវធ្វើគឺគ្រាន់តែធ្វើដំណើរទៅតាមតំបន់ដែលមានពន្លឺភ្លឺខ្លាំងជាងគេនោះវានឹងមិនវង្វេងផ្លូវឡើយក្រៅពីនោះវាក៏ចាប់ផ្ដើមធំក្លិនអ្វីមួយយ៉ាងប្លែកៗពីចម្ងាយដែលធ្វើឲ្យវាកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ចាំមើលទាំងអស់គ្នាតើនឹងមានបិសាចចម្លែកអ្វីខ្លះដែលកំពុងលាក់ខ្លួននៅក្នុងរូងភ្នំដ៏អាចកំបាំងនេះតោះបងប្អូនមកតាមដានជាមួយខ្ញុំឥឡូវនេះមិត្តសម្លាញ់យើងបានប្រទះឃើញសំណង់ចម្លែកមួយដែលមានសន្តានស៊ាំភ្នែកវាត្រូវបានរចនាឡើងដើម្បីតភ្ជាប់ផ្លូវពីកន្លែងទាបទៅកាន់កន្លែងខ្ពស់ដោយបែងចែកជាកម្មតូចៗយ៉ាងមានរបៀបនេះគឺជាកម្មចិន្តាវច្បាស់ណាស់ហើយ Anthony ក៏ចាប់អារម្មណ៍ឃើញថាមានខ្សែពណ៌ខៀវនៅតាមបណ្ដោយចិន្តាវនោះដែរដោយសារតែក្តីរំភើបនិងចង់ដឹងខ្លាំងពេកគេក៏ប្រញាប់ប្រញាល់ចុះទៅខាងក្រោមដើម្បីពិនិត្យមើលឲ្យកាន់តែច្បាស់មើលទៅកម្មចិន្តាវទាំងនេះហាក់ដូចជាត្រូវបានច្នៃចេញពីថ្មភ្នំផ្ទាល់ហើយថែមទាំងមានក្បូរក្បាច់រចនាយ៉ាងប្រណិតនៅគ្រប់កម្មទាំងអស់តើអ្នកណាទៅដែលអាចឆ្លាក់ថ្មរឹងៗឲ្យคล้ายជាបែបនេះបាននេះគឺជាសំណួរដែលគេបានសួរខ្លួនឯងយ៉ាងរំភើបចិត្តប្រកាសជាមនុស្សហើយនេះគឺជាភស្តុតាងដំបូងដែលគេបានជួបប្រទះដែលបញ្ជាក់ថាមានភាវៈដូចមនុស្សរស់នៅទីនេះគេមិនអាចទប់ចិត្តមិនគិតបានទេថាតើនឹងមានពូជសាសន៍ក្នុងរឿងនិទានណាខ្លះដែលរស់នៅក្នុងពិភពលោកដ៏អាចកំបាំងមួយនេះ Anthony ចាប់ផ្ដើមស្រមៃចង់ក្លាយជាអ្នកក្លាហានជួយសង្គ្រោះពួកមនុស្សទឿពីអំណាចងងឹតដែលកំពុងគំរាមកំហែងដល់ពួកគាត់ឬក៏គេអាចនឹងជួបពួកទេពអប្សរដ៏ស្រស់ស្អាតដែលមានអាយុវែងដូចក្នុងរឿងព្រេងទោះជាជួបអ្វីក៏ដោយក៏គេពេញចិត្តដែរគេត្រូវទទួលស្គាល់ថារឿងរ៉ាវកាន់តែគួរឲ្យចាប់អារម្មណ៍ទៅហើយខណៈដែលគេកំពុងដើរចុះទៅកាន់តែជ្រៅចុះមកបានពាក់កណ្ដាលផ្លូវគេក៏ឆ្ងល់ថាហេតុអ្វីបានជាគេឆ្លាក់ចិន្តាវនៅផ្លូវនេះតែមិនឆ្លាក់នៅផ្លូវផ្សេងទៀតទៅវិញសម្រាប់កម្ពុជាអ្នកប្រាជ្ញដូចជាគេចម្លើយគឺងាយយល់បំផុតផ្លូវដែលគេកំពុងដើរនេះប្រកាសជាផ្លូវដែលគេប្រើប្រាស់ញឹកញាប់ហេតុដូច្នេះហើយទើបគេខំប្រឹងរៀបចំវាឲ្យមានភាពងាយស្រួលសម្រាប់ការធ្វើដំណើរឡើងចុះប្រចាំថ្ងៃរបស់ពួកគាត់មើលត្រង់នេះបងប្អូននេះមានន័យថាអាចនឹងមានចិន្តាវជាច្រើនទៀតនៅក្នុងតំបន់នេះឬប្រហែលជាមានផ្លូវទៅកាន់ខាងលើផ្លូវដែលអាចឲ្យគេគេចចេញពីល្អាងភ្នំដ៏គ្រោះថ្នាក់និងវេទនាមួយនេះលទ្ធភាពនេះបានផ្ដល់កម្លាំងចិត្តឲ្យគេបោះជំហានបន្តមកដល់ចំណុចនេះហើយគ្មានអ្វីត្រូវខ្លាចទៀតទេនៅពេលចុះតាមផ្លូវវងគេក៏ដឹងថាចម្ដៅនេះមានប្រយោជន៍ខ្លាំងណាស់គេសឹងតែមិនជឿខ្លួនឯងថាហេតុអ្វីបានជាមិនគិតឃើញរឿងនេះឲ្យឆាប់ជាងនេះបន្តិចគេពិតជាភ្លេចរឿងសំខាន់មួយបាត់គេអាចប្រើកំចន្តាលទាំងនេះដើម្បីវាស់ទំហំខ្លួនឯងបានដោយសន្មតថាមនុស្សក្នុងโลกនេះមានទំហំប៉ុនពិភពលោកចាស់បន្ទាប់មកគេអាចប្រៀបធៀបខ្លួនឯងជាមួយកំចន្តាលដើម្បីប៉ាន់ស្មានមើលថាខ្លួនឯងធំប៉ុណ្ណាដោយប្រើអថេទាំងនេះបានយ៉ាងងាយបន្ទាប់ពីគណនាតាមតួលេខរួចមក Anthony ក៏សន្និដ្ឋានថាខ្លួនឯងប្រហែលជាតូចជាងអ្វីដែលគេបានគិតពីដំបូងទៅទៀតបើផ្អែកលើកម្ពស់និងប្រវែងកំចន្តាលធៀបនឹងខ្លួនប្រាណគេគួរតែមានកម្ពស់ប្រហែលតែ1ម៉ែត្រប៉ុណ្ណោះក្នុងពេលបច្ចុប្បន្នប៉ុន្តែចាំបន្តិចបែបនេះមានន័យថាពួកបិសាចយក្សគួរឲ្យខ្លាចនៅក្នុងស្រះនោះគឺតូចតាចបំផុតសម្រាប់មនុស្សធម្មតាក្នុងផ្នែក Anthony ពួកវាដូចជាយក្សដែលអាចកិនកំទេចខ្មាំងបានតែសម្រាប់មនុស្សពេញវ័យពួកវាគ្រាន់តែជាសត្វព្រៃធម្មតាពួកវាប្រហែលជាមានទំហំប៉ុនសត្វព្រៃនៅក្នុងពិភពលោកចាស់របស់គេតែប៉ុណ្ណោះនេះធ្វើឲ្យគេចាប់ផ្ដើមមានសំណួរថ្មីចាំបន្តិចបងប្អូនត្រង់នេះធ្វើឲ្យ Anthony ឆ្ងល់ថាតើពួកបិសាចនៅទីនេះខ្សោយខ្លាំងដូចក្នុងវគ្គសាក់លបងមែនទេប៉ុន្តែការគិតបែបនេះក៏នាំមកនូវលទ្ធភាពដ៏គួរឲ្យខ្លាចមួយបើបិសាចនៅទីនេះខ្សោយចុះទម្រាំបិសាចនៅកន្លែងផ្សេងទៀតគេមិនចង់ដឹងទេថាមានបិសាចខ្លាំងប៉ុណ្ណាទៀតដែលកំពុងសំងំនៅជ្រៅជាងនេះគេក៏សម្រេចចិត្តមិនទៅរកសេចក្តីស្លាប់ឡើយគេសុំលាចន្ទើដ៏គ្រោះថ្នាក់នេះមួយរយៈសិនចុះប៉ុន្តែនៅពេលឈានជើងដល់ជាន់ថ្មីគេក៏ឃើញស្លាកស្នាមមនុស្សកាន់តែច្រើនមានគោមភ្លើងជាប់នឹងជញ្ជាំងហើយកាន់តែធ្វើដំណើរទៅមុខគេកាន់តែឃើញសញ្ញានៃអរិយធម៌មនុស្សបង្ហាញខ្លួនឡើងប្រហែលជាផ្ទៃខាងលើនៅចិត្តបំផុតដែលយើងស្មានមិនដល់ក៏ថាបានគេក៏សម្រេចចិត្តដើរចូលទៅក្នុងរូងភ្នំកាន់តែជ្រៅកាន់តែដើរទៅមុខពន្លឺពណ៌ខៀវតាមជញ្ជាំងក៏ចាប់ផ្ដើមបាត់បង់បន្តិចម្ដងរហូតដល់មើលសឹងមិនចង់ឃើញទៅហើយទោះបីជាកន្លែងងងឹតស័ក្តិសមសម្រាប់សត្វដែលពូកែលបលួចដូចគេតែគេមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តទាល់តែសោះបេះដូងរបស់គេលោបញាប់ខ្លាំងដូចចង់ឃ្លាយចេញពីទ្រូងជាមួយនឹងអារម្មណ៍ចម្រុះគ្នាដែលពិបាកនឹងរៀបរាប់បានលទ្ធភាពនៃការជួបមនុស្សពិតប្រាកដក្នុងโลกថ្មីនេះពិតជាគួរឲ្យរំភើបខ្លាំងណាស់មែនទេបងប្អូនតើពួកគាត់មានរូបរាងយ៉ាងណាតើជាពូជសាសនាតើពួកគាត់ចេះប្រើមន្តអាគមឬមានសមាគមអ្នកផ្សងព្រេងដែរទេគេប្រហែលជាអាចតាក់ទងជាមួយពួកគាត់តាមរយៈភាសាកាយវិការឬការរាំបែបបកស្រាយអ្វីមួយដើម្បីឲ្យយល់ចិត្តគ្នា Anthony ស្រមៃទៅដល់ការបង្កើតទំនាក់ទំនងដ៏អស្ចារ្យរវាងមនុស្សនិងសត្វស្រមោចក្នុងកម្រិតមួយដែលធំធេងបំផុត
គេជឿជាក់ថាមនុស្សប្រហែលជាកម្របានជួបនឹងវិញ្ញាណមនុស្សដែលមកជាប់នៅក្នុងខ្លួនសត្វចម្លែកបែបនេះណាវាអាចទៅរួចដែលគេគឺជាភាវៈដំបូងគេបង្អស់ដែលមានលក្ខណៈពិសេសបែបនេះខណៈដែលគេកំពុងបន្តដំណើរទៅមុខកាន់តែដើរចូលជ្រៅទៅរូងភ្នំក៏កាន់តែតូចទៅហើយផ្លូវក៏កាន់តែចោតឡើងរហូតដល់មានពន្លឺចែងចាំងម្យ៉ាងជះមកនៅពេលក្រឡេកមើលទៅខាងលើគេឃើញមានប្រហោងរូងភ្នំមួយហើយបើគេមើលមិនច្រឡំទេនោះគឺជាពន្លឺព្រះអាទិត្យនេះជាលើកដំបូងហើយដែលគេបានឃើញនិងមានអារម្មណ៍ថាទទួលបានពន្លឺថ្ងៃដ៏កក់ក្ដៅយ៉ាងពិតប្រាកដបែបនេះគេបានសំទោសចំពោះពន្លឺដ៏វិសុទ្ធនេះដែលគេធ្លាប់មើលរំលងតម្លៃរបស់វាកាលពីជាតិមុនយ៉ាងគួរឲ្យសោកស្ដាយហើយនេះគឺជាចំណុចដែលយើងឃើញក្តីសង្ឃឹមសារជាថ្មីពិភពខាងក្រៅប្រហែលជានៅគៀកជាងអ្វីដែលគេបានគិតទៅទៀតមកមើលជាមួយខ្ញុំបន្តទៀតនៅខាងមុខដូចជាមានពន្លឺកាន់តែខ្លាំងដែលមានន័យថាអាចនឹងមានសំណង់របស់មនុស្សនៅទីនោះច្រើនជាងមុននឹងគិតចោលផងអេនថូនីក៏បានប្រទះឃើញទ្វារឈើមួយដែលរបើកបន្តិចបើតាមមើលទៅវាប្រហែលជាបន្ទប់យាមអ្វីមួយគាត់គិតថាវាអាចជាបន្ទប់យាមនៅចំកណ្ដាលគុកងងឹតនេះប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ឆ្ងល់ជាងនេះគឺពន្លឺពណ៌ក្រហមដែលភាយចេញតាមបង្អួចពន្លឺនេះមានលក្ខណៈប្លែកពីគេព្រោះវាហាក់ដូចជាកំពុងមានចលនាចុះឡើងរួមជាមួយសំឡេងសូរជាងមនុស្សដើរយ៉ាងលឿនថែមទៀតផងនឹកស្មានមិនដល់សោះថាជាមនុស្សពិតមែនពាក់ឈុតការពារស្រាលនិងកាន់ឧបករណ៍បញ្ចេញពន្លឺមួយយ៉ាងដែលមើលទៅប្លែកភ្នែកខ្លាំងណាស់អេនថូនីឈរសម្លឹងមើលទាំងភ្ញាក់ផ្អើលព្រោះឧបករណ៍នោះប្រហែលជាអាចប្រើសម្រាប់រាវរកវត្តមានរបស់ពួកបិសាចនៅក្នុងរូងភ្នំដែលងងឹតស្លុបបែបនេះដោយសារតែភាពងងឹតខ្លាំងវាច្បាស់ជាពិបាកក្នុងការធ្វើដំណើរនិងស្វែងរកអ្វីដែលពួកគេចង់បានណាស់បើគ្មានឧបករណ៍ជំនួយទាំងនោះខណៈពេលដែលស្ត្រីម្នាក់នោះកាន់ឧបករណ៍រីឯបុរសម្នាក់ទៀតក៏ចាប់ផ្ដើមបញ្ចេញពន្លឺមន្តអាគមចេញពីដៃទាំងពីររបស់គាត់យ៉ាងអស្ចារ្យការបានឃើញវាផ្ទាល់ភ្នែកពិតជាអស្ចារ្យណាស់ហើយអាន់ថូនីដឹងភ្លាមថាវាជាមន្តអាគមពិតប្រាកដដែលគាត់ធ្លាប់តែស្រមៃចង់ឃើញគាត់បានអរគុណ Gandalf ដែលនាំគាត់មកពិភពមន្តអាគមនេះហើយក៏លួចសង្ឃឹមថាពួកគេនឹងបង្រៀនមន្តអាគមខ្លះៗដល់រូបគាត់ផងដែរយកចិត្តទុកដាក់ត្រង់នេះបន្តិចខណៈដែលគាត់កំពុងតែរំភើបបុរសម្នាក់នោះក៏ចាប់ផ្ដើមតម្រង់ដៃមករកទិសដៅដែល Anthony កំពុងឈរចាំបន្តិចតើគ្រីស្តាល់ពណ៌ក្រហមនោះមិនមែនសម្រាប់រាវរកបិសាចទេអីវាច្បាស់ជាកំពុងដំណើរការហើយព្រោះគាត់ភ្លេចខ្លួនថាឥឡូវគាត់ក៏ជាបិសាចដែរពេលនេះ Anthony កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតព្រោះមន្តអាគមវាយប្រហារបានចាក់សោគោលដៅចំរូបគាត់តែម្ដងគាត់ច្បាស់ជាស្លាប់មិនខានវាពិតជាមិនគួរកើតឡើងបែបនេះសោះគាត់គ្រាន់តែភ្លេចខ្លួនមួយភ្លេតប៉ុន្តែវាជាកំហុសដ៏ធ្ងន់ធ្ងរអ្វីដែលត្រូវធ្វើនៅពេលនេះគឺមានតែរត់គេចឲ្យលឿនដូចជាសត្វល្អិតតែប៉ុណ្ណោះរត់ទៅ Anthony រត់ឲ្យលឿនឡើងគាត់ចង់អង្វរសុំក្តីមេត្តាពីមនុស្សទាំងនោះណាប៉ុន្តែគាត់គ្មានសមត្ថភាពអាចនិយាយបានឡើយហើយថែមទាំងរអិលជើងដួលលើថ្មទៀតផងទោះបីជា Anthony ចង់ប្រាប់ថាគាត់គ្រាន់តែជាស្រមោចតូចមួយដែលគ្មានគ្រោះថ្នាក់ក៏ដោយក៏ដុំភ្លើងមន្តអាគមបានហោះមកជិតដល់ខ្លួនគាត់ទៅហើយទោះមិនត្រូវចំគោលដៅក៏ដោយប៉ុន្តែជើងរបស់គាត់ចាប់ផ្ដើមឈឺចាប់យ៉ាងខ្លាំងចិត្តចង់រត់បន្តទៀតតែជើងវាមិនព្រមស្ដាប់បង្គាប់សោះក្នុងស្ថានភាពដែលរើខ្លួនមិនរួចដុំភ្លើងជាច្រើនទៀតត្រូវបានបាញ់សម្ដៅមករកស្រមោចដ៏កំសត់នេះជាបន្តបន្ទាប់យ៉ាងសាហាវគាត់ត្រូវប្រមូលកម្លាំងចិត្តចុងក្រោយដើម្បីរត់គេចទៅមុខទៀតដោយប្រើសសរថ្មធ្វើជាខែលការពារខ្លួនពីការវាយប្រហារទាំងនោះប៉ុន្តែការប្រើខែលការពារក៏គ្មានប្រយោជន៍ដែរព្រោះមានព្រួយមួយគ្រាប់បានហោះមកស្ទើរតែដោតចំក្បាលពោះរបស់គាត់ទៅហើយប្រសិនបើចង់រស់រានមានជីវិតចេញពីស្ថានភាពនេះគាត់ត្រូវការបង្វែរដានដ៏មានប្រសិទ្ធភាពមួយប៉ុន្តែមុនដំបូងត្រូវរកផ្លូវចេញឲ្យឃើញសិនគាត់បានព្យាយាមស្វែងរកផ្លូវតាមរយៈរូងភ្នំផ្សេងៗដោយប្រើវិញ្ញាណរាវរកផ្លូវរបស់គាត់ដើម្បីដឹងថាផ្លូវណាដែលអាចទៅរួចមកមើលចំណុចនេះទាំងអស់គ្នា Anthony បានមកដល់ផ្លូវមួយដែលមានក្លិនស្អុយអសូចភាយចេញមកក្រៅគួរឲ្យខ្ពើមរអើមបំផុតដោយសារតែពួកមនុស្សមកដល់ជិតបាត់ទៅហើយគាត់ក៏សម្រេចចិត្តតតាំងវិញក្នុងនាមជាបិសាចដោយបាញ់ទឹកអាស៊ីតទៅលើពួកគេទាំងពីរនាក់ទង្វើនេះមិនបានធ្វើឲ្យពួកគេបង្អង់យូរឡើយវាគ្រាន់តែធ្វើឲ្យពួកគេខឹងកាន់តែខ្លាំងនិងបាញ់ព្រួញតបតមកវិញតែប៉ុណ្ណោះ Anthony ចាប់ផ្ដើមមានភាពរហ័សរហួនជាងមុនគាត់អាចគេចផុតពីព្រួញដែលហោះមកយ៉ាងលឿនហើយក្តីសង្ឃឹមចង់ធ្វើមិត្តជាមួយមនុស្សក៏រលាយអស់ដែរដុំភ្លើងជាច្រើនបានដេញតាមស្រមោចម្នាក់ឯងនេះហាក់ដូចជាគ្រាប់មីស៊ីលដែលចាក់សោគោលដៅមិនព្រមលែងយ៉ាងចឹងគាត់បានរត់យ៉ាងយូររហូតដល់លែងដឹងទិសតំបន់ហើយថែមទាំងរត់ទៅបុកនឹងដុំថ្មធំមួយដែលដុះចេញមកទៀតផងប៉ុន្តែសំណាងល្អដែលទទួលបានពរជ័យពី Gandalf គាត់អាចរស់រានមានជីវិតនិងបានសម្រាកបន្តិចនៅក្នុងរូងភ្នំតូចមួយនៅក្បែរនោះនៅពេលដែលដឹងខ្លួនថាមានរឿងអ្វីកើតឡើងគាត់ចាប់ផ្ដើមបន្ទោសខ្លួនឯងដែលធ្វើរឿងល្ងងខ្លៅនិងមិនចេះប្រយ័ត្នប្រយែងបែបនេះគាត់ភ្លេចរំលឹកខ្លួនឯងថាពេលនេះគាត់លែងជាមនុស្សទៀតហើយសិទ្ធិជាមនុស្សរបស់គាត់ក៏ត្រូវបានលុបចោលទាំងស្រុងដែរចាប់ពីពេលនេះតទៅគាត់ត្រូវចងចាំជានិច្ចថាខ្លួនឯងគឺជាបិសាចស្រមោចដែលមានប្រវែង1ម៉ែត្រក្នុងការប្រាស្រ័យតាក់ទងជាមួយអ្នកដទៃនៅម្ខាងទៀតនៃរូងភ្នំតូចនោះសំឡេងសូរស្រែកដ៏គួរឲ្យខ្លាចបានបន្លឺឡើងដែលបញ្ជាក់ថាមានគ្រោះថ្នាក់ថ្មីកំពុងតែរង់ចាំគាត់ Anthony ត្រូវគិតឲ្យច្បាស់ថាអ្វីដែលល្អសម្រាប់គាត់ត្រូវប្រឈមមុខនឹងសត្វក្អែបយក្សនៅខាងមុខឬក៏ដុំភ្លើងពីពួកមនុស្សនៅខាងក្រោយ
នៅពេលដែលបរោះដែលដេញតាមបាញ់ភ្លើងដាក់គាត់បានលួចអឺតមើលតាមរុនរុំភ្នំតូចនោះជំរឿសរបស់គាត់ហាក់ដូចជាត្រូវបានកំណត់រួចជាស្រេច Anthony បន្ថែមលបឿនរត់ដើម្បីរក្សាជីវិតរបស់គាត់ខណៈដែលដុំភ្លើងជាច្រើនទៀតចាប់ផ្ដើមប្រមូលផ្ដុំនៅក្នុងដៃរបស់បុរសម្នាក់នោះសំណាងល្អណាស់ដែលគាត់មានភាពរហ័សរហួនអាចរត់ចូលទៅក្នុងភាពងងឹតបាត់មុនពេលដែលមុនអាគមនោះត្រូវបានបញ្ចេញមកដោយប្រើវិញ្ញាណរាវរកផ្លូវយ៉ាងស្ទាត់ជំនាញគាត់បានឆ្លងកាត់ផ្លូវដ៏ចង្អៀតនៃរូងភ្នំក្រោមដីឆ្ពោះទៅរកហ្វូងសត្វក្អែបដែលនៅមិនឆ្ងាយគាត់ចាប់ផ្ដើមលើកទឹកចិត្តខ្លួនឯងជាមួយនឹងផែនការថ្មីមួយគឺការប្រើហ្វូងសត្វក្អែបទាំងនោះធ្វើជានុយដើម្បីទប់ទល់នឹងពួកមនុស្សវិញជាសំណាងល្អគាត់មានជំនាញបំបាំងកាយដែលអាចលាក់បាំងវត្តមានរបស់គាត់ពីហ្វូងសត្វក្អែបដ៏គួរឲ្យខ្ពើមរអើមនិងមានគ្រោះថ្នាក់ទាំងនោះបានគាត់គិតថាការប្រើទឹកអាស៊ីតបាញ់ស្រោចទៅលើពួកវាគឺជាវិធីដ៏ល្អបំផុតក្នុងការធ្វើឲ្យពួកសត្វល្អិតទាំងនេះខឹងសម្បាជាខ្លាំងប៉ុន្តែអ្វីដែលនឹងកើតឡើងបន្ទាប់ពីនោះវានឹងក្លាយជាអ្នកសម្រេចជោគវាសនារបស់គាត់ថាតើគាត់អាចរស់បានយូរប៉ុណ្ណាទៀតការរត់គេចពីហ្វូងសត្វដែលកំពុងខឹងសម្បាគឺជាការប្រណាំងប្រជែងនឹងពេលវេលាហើយគាត់ក៏មិនច្បាស់ថាខ្លួនឯងអាចធ្វើបានឬអត់ដែរ Boris ជឿជាក់លើខ្ញុំចុះគាត់គ្មានជំរឿសផ្សេងទៀតឡើយដូច្នេះមានតែការសម្រេចចិត្តប្រថុយគ្រោះថ្នាក់នេះតែប៉ុណ្ណោះតោះមកមើលជាមួយខ្ញុំទាំងអស់គ្នាថាតើអាស្រមោចតូចនេះអាចរស់រានមានជីវិតពីគ្រោះថ្នាក់នេះដែរឬអត់វាជាការបាញ់ដ៏ចំណានដែលត្រូវចំសត្វក្អែបស្ទើរតែទាំងអស់ប៉ុន្តែទឹកអាស៊ីតនោះហាក់ដូចជាមិនសូវខ្លាំងក្លាប៉ុន្មានទេវាមិនអាចទម្លុះសម្បកដ៏រឹងមាំរបស់ពួកវាបានឡើយប៉ុន្តែមិនអីទេព្រោះគេមិនបានរំពឹងថានឹងសម្លាប់ពួកវានោះទេអ្វីដែលគេចង់បានគឺសម្រេចហើយនោះគឺធ្វើឲ្យហ្វូងសត្វក្អែបដ៏កាចសាហាវទាំងនោះខឹងសម្បាយ៉ាងខ្លាំងពួកវាបានដេញតាមអាស្រមោចកំសត់របស់យើងភ្លាមហើយការប្រណាំងប្រជែងជាមួយពេលវេលាក៏បានចាប់ដើមឡើងក្រោយរត់អស់ជាច្រើននាទី Anthony ចាប់ផ្ដើមភ័យខ្លាចចំពោះបញ្ហាដែលគេបានបង្កឡើងនៅក្នុងផ្លូវក្រោមដីនេះការរត់ទៅកាន់ច្រកចេញវាប្រើពេលយូរពេកហើយបែបនេះគេប្រហែលជាអស់កម្លាំងមុនពេលសម្រេចផែនការមិនខាននៅតាមផ្លូវមានគ្រោះថ្នាក់ជាច្រើនដែលស្ទើរតែធ្វើឲ្យគេក្លាយជាចំណីរបស់ពួកសត្វក្អែបដែលដេញតាមពីក្រោយនៅពេលឃើញពន្លឺនៅចុងផ្លូវ Anthony ក៏ស្រាប់តែមានកម្លាំងរឹងមាំឡើងវិញដើម្បីរត់ទៅរកច្រកចេញក្តីសង្ឃឹមនៅខាងមុខហើយគេក៏បានលោតចេញពីក្នុងរុនតូចនោះដូចជាសត្វល្អិតដែលកំពុងតែភ័យស្លន់ស្លោពួកមនុស្សនៅខាងក្រៅមិននឹកស្មានថាអ្វីដែលចេញមកគឺជាហ្វូងសត្វល្អិតនិងសត្វក្អែបដ៏គួរឲ្យខ្ពើមរអើមបែបនេះឡើយហ្វូងសត្វក្អែបបានសម្រុកចេញមកក្រៅដូចជាខ្សែរថភ្លើងដ៏គួរឲ្យខ្ពើមរអាមខណៈដែល Anthony ចុះចោតដោយសុវត្ថិភាពក្នុងស្ថានភាពដ៏ច្របូកច្របល់នេះអ្វីដែលគេត្រូវធ្វើគឺរត់គេចខ្លួនប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេពួកសត្វចម្លែកនៅតែដេញតាមគេមិនឈប់ការរត់គេចប្រហែលជាគ្មានប្រយោជន៍ទេគេក៏សម្រេចចិត្តរួញខ្លួនចូលគេបានត្រឹមតែបួងសួងសុំកុំឲ្យស្លាប់ហាក់ដូចជាមានព្រះមកជួយសង្គ្រោះជីវិតរបស់គេពីសេចក្តីស្លាប់អញ្ចឹងស្រាប់តែពួកសត្វក្អែបយក្សចាប់ផ្ដើមផ្ទុះបែកជាបំណែកមុនពេលមកដល់ខ្លួនគេតើអ្នកណាជាអ្នកធ្វើរឿងនេះឥឡូវដល់វគ្គល្អមើលហើយមកចាំមើលទាំងអស់គ្នាថាពួកមនុស្សនឹងដោះស្រាយរឿងនេះដោយរបៀបណា Anthony បានត្រឹមតែអោនក្បាលចុះមិនហ៊ានធ្វើឲ្យមានការចាប់អារម្មណ៍មកលើខ្លួនឯងនៅក្នុងសមរភូមិដ៏សាហាវនេះឡើយគេគិតថាដងនេះប្រហែលជាឱកាសសម្រាប់រត់គេចហើយក៏លួចវាចេញពីទីនោះយ៉ាងប្រុងប្រយ័ត្នបំផុតការរត់គេចប្រហែលជាល្អឥតខ្ចោះបាត់ទៅហើយបើសិនជាគ្មានពួកសត្វក្អែបមួយចំនួនដេញតាមពីក្រោយគេបែបនេះដោយសារតែរវល់តែបារម្ភរឿងនៅខាងក្រោយគេក៏ស្រាប់ទៅបុកនឹងជើងរបស់មនុស្សម្នាក់ដែលនៅខាងមុខដោយសារតែការធ្វេសប្រហែស Anthony បានរអិលថយក្រោយមុនពេលលំពេងដ៏មុតស្រួចចាក់មកលើរូបគេអ្នកទាំងអស់គ្នាឃើញទេសំណាងមហាសាលពិតមែនលំពេងនោះបែរជាទៅចាក់ចំសត្វក្អែបដែលដេញតាមគេទៅវិញ Anthony បានអរគុណដល់ប្រព័ន្ធដែលផ្ដល់សំណាងដល់គេព្រោះគេត្រូវបានសង្គ្រោះជីវិតជាច្រើនដងមកហើយគេចង់អរគុណឲ្យច្រើនជាងនេះប៉ុន្តែស្ថានភាពនៅតែមិនទាន់មានសុវត្ថិភាពឡើយព្រោះសត្រូវនៅតែដេញតាមពីក្រោយសត្រូវលេខ1គឺឆ្មាំការពារដែលជាមនុស្សហើយសត្រូវលេខ2គឺពួកសត្វក្អែបយក្សដ៏គួរឲ្យខ្លាចទាំងនោះបន្ទាប់ពីរត់បានចម្ងាយបន្តិចពីភាពវឹកវរនេះ Anthony ក៏បានប្រើប្រាស់សមត្ថភាពបំបាំងកាយរបស់ខ្លួនភ្លាមគេត្រូវរកកន្លែងលាក់ខ្លួនឲ្យបានលឿនបំផុតរួចក៏សម្រេចចិត្តចូលទៅក្នុងទ្វារមួយដែលនៅជិតនោះទីបំផុតគេរកឃើញកន្លែងលាក់ខ្លួនដ៏មានសុវត្ថិភាពដោយប្រើប្រាស់ជំនាញលួចលាក់របស់គេនៅពីក្រោយជញ្ជាំងពីកន្លែងនេះគេអាចសង្កេតមើលសង្គ្រាមរវាងមនុស្សនិងសត្វក្អែបដែលគេជាអ្នកបង្កឡើងតាំងពីដំបូងមកគេមានអារម្មណ៍មិនល្អឡើយដែលធ្វើឲ្យពួកបិសាចនិងមនុស្សមកកាប់សម្លាប់គ្នាប៉ុន្តែពេលនេះគេគ្មានជំរឿសអ្វីផ្សេងឡើយបើមិនធ្វើបែបនេះទេគេច្បាស់ជាត្រូវស្លាប់ក្រោមផ្លែដាវឬមុនអាគមរបស់ពួកមនុស្សទាំងនោះមិនខានឡើយងាកមកមើលឯទីក្រុង Elyria ដ៏ស្ងប់ស្ងាត់វិញមេបញ្ជាការ Titus កំពុងតែធ្វើការយ៉ាងខ្លាំងរហូតដល់យប់ជ្រៅទឹកមុខរបស់គាត់ពោពេញដោយភាពតានតឹងព្រោះតែមានមនុស្សល្ងងខ្លះមិនព្រមស្ដាប់តាមបញ្ជារបស់គាត់ប្រសិនបើអាចសម្រេចចិត្តបានគាត់ចង់ទៅកាន់កន្លែងកើតហេតុជាជាងមកអង្គុយធ្វើក្រចល័យបែបនេះរាល់ថ្ងៃនេះការងាររបស់គាត់គឺមានតែការអានឯកសារដដែលនិងការនិយាយទៅកាន់មនុស្សដែលមិនដឹងរឿងជំនួសឲ្យការប្រើប្រាស់អាវុធដ៏ចំណានរបស់ខ្លួនគាត់បែរជាត្រូវមកប្រើប្រាស់ប៊ិចនិងក្រដាស់ទៅវិញគាត់ស្ទើរតែបំបាក់តុធ្វើការជា2ទៅហើយដោយសារតែភាពមួម៉ៅរួចក៏សម្រេចចិត្តចេញទៅស្រូបខ្យល់អាកាសនៅពេលដើរចេញពីការិយាល័យដ៏ងងឹតនោះ
ពួកទីហ៊ានដែលនៅខាងក្រៅបានក្រោកឈរគោរពមេបញ្ជាការភ្លាមមេបញ្ជាការតៃទូសមិនបានចាប់អារម្មណ៍នឹងពួកគេឡើយហើយក៏ដើរចេញទៅក្រៅយ៉ាងលឿនបំផុតទ្វារដ៏ធំមួយទៀតបានបើកឡើងហើយហ្វូងទីហ៊ានជាច្រើនអ្នកទៀតក៏បានឈរគោរពមេដឹកនាំរបស់ពួកគេគ្រប់ទីកន្លែងដែលគាត់ទៅដល់មនុស្សគ្រប់គ្នានឹងឈប់ធ្វើការងាររបស់ពួកគេព្រោះគាត់ប្រៀបដូចជាព្រះនៅទីនេះមេបញ្ជាការបានដើររហូតដល់ទ្វារឈើមួយដែលមានឆ្មាំ2នាក់កំពុងតែយាមកាមយ៉ាងតឹងរឹងបំផុតកាលពី15នាទីមុនមេបញ្ជាការ Titus បានសួរពីស្ថានភាពបច្ចុប្បន្នពី Aurelia ហើយនាងក៏បានរីកាភ្លាមៗកុំទៅណាឆ្ងាយអីមកតាមដានជាមួយខ្ញុំបន្តទៀតព្រោះរឿងរ៉ាវបន្ទាប់ច្បាស់ជាធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលមិនខានជួលមកមើលទាំងអស់គ្នារឿងនេះចាប់ដើមដោយពួកទាហានមនុស្សចាត់ទុកស្រមោចយើងជាបិសាចដ៏គួរឲ្យខ្ពើមរអើមបំផុតពួកគេដេញតាមសម្លាប់វាដោយភ្លើងនិងដាវយ៉ាងសាហាវប៉ុន្តែ Titus បែរជាយល់ថាវាជារឿងចម្លែកទៅវិញគាត់ឆ្ងល់ថាហេតុអ្វីបិសាចមិនវាយបកតែបែរជារត់គេចរួចក៏ដើរសម្ដៅទៅរកទ្វារឈើមួយយ៉ាងស្ងប់ស្ងាត់ Tribune Aurelia ភ្ញាក់ប៉ាល់ហើយសួរថាគាត់ទៅណាតែមេបញ្ជាការឆ្លើយយ៉ាងរំភើយថាគាត់ចង់ចូលរួមបេសកកម្មនេះដោយផ្ទាល់មេបញ្ជាការ Titus ចាប់អារម្មណ៍ខ្លាំងពេលឮថាមានបិសាចឆ្លាតរហូតដល់ចេះរត់គេចពីគ្រោះថ្នាក់បែបនេះនៅពីក្រោយទ្វារឈើនោះពួកទាហានកំពុងតែប្រយុទ្ធយ៉ាងស៊ីសាច់ហត់ឈាមជាមួយពួកសត្វក្អែបយក្សពួកគ្រូមន្តាគុំបានបញ្ចេញមន្តាគុំដុតកំទេចពួកវាមិនថាពួកក្អែបសាហាវប៉ុណ្ណាក៏មិនអាចតទល់នឹងម៉ាណាបានដែរចំណែក Anthony វិញកំពុងរកកន្លែងសុវត្ថិភាពតែបែរជាមកជាប់កណ្ដាលសមរភូមិដោយប្រើបានតែជំនាញបំបាំងកាយប៉ុណ្ណោះអ្នកណាក៏មើលដឹងដែរថាសង្គ្រាមនេះវាជាការសម្លាប់រង្គាលសុទ្ធសាធហើយយើងត្រូវតាមដានមើលបន្តទៀតនៅពេលនេះ Anthony ទន់ខ្សោយពេកហើយគាត់មិនអាចជួយអ្វីបានឡើយនៅក្នុងសមរភូមិដ៏សាហាវមួយនេះគាត់គ្មានសមត្ថភាពកម្ចាត់សត្រូវដោយប្រើមាត់ដ៏មុតស្រួចពីចម្ងាយឬអ្វីផ្សេងទៀតនោះទេក្នុងស្ថានភាពតល់ច្រកបែបនេះគាត់តែងតែសួរទៅកាន់ Gandalf ថាគួរធ្វើអ្វីបន្តទៀតជំនួសឲ្យពាក្យណែនាំគាត់បែរជាត្រូវមួយកំភ្លៀងយ៉ាងដំណំពីអាត្មាជានិស្សិតពេទ្យរបស់គាត់កាលពីនៅជាមនុស្សទៅវិញគាត់បានអរគុណដល់រូបភាពខ្លួនឯងកាលពីមុនដែលបានជួយដាស់ស្មារតីឲ្យភ្ញាក់ឡើងក្នុងគ្រាដ៏លំបាកនេះរឿងរ៉ាវអាក្រក់ទាំងនេះបានជួយឲ្យគាត់ដឹងរឿងជាច្រើនដែលគាត់ធ្លាប់តែឆ្ងល់ពីមុនមកទី1គឺបញ្ជាក់ថាពិភពលោកនេះមានមន្តអាគមពិតមែនហើយទី2គឺមានសង្គមមនុស្សរស់នៅទីនេះដែរអ្វីដែលសំខាន់គឺគម្លាតកម្លាំងរវាងរូបរាងជាស្រមោចរបស់គាត់និងពួកមនុស្សគឺខុសគ្នាដាច់តែម្ដងមេរៀនមួយទៀតដែលផ្លាស់ប្ដូរការគិតរបស់គាត់គឺក្នុងពេលនេះឈាមឬ HP គឺជាស្ដេចនៃគុណសម្បត្តិបន្ទាប់ពីត្រូវអំបែងថ្មនិងភ្លើងដុតកំទេចមកឈាមរបស់គាត់នៅសល់តែ15ដែលស្មើនឹងពាក់កណ្ដាលប៉ុណ្ណោះយ៉ាងហោចណាស់គាត់ក៏ដឹងថាខ្លួនឯងអាចទប់ទល់ការវាយប្រហារបានកម្រិតណាដែរប៉ុន្តែគាត់ត្រូវរកវិធីបង្កើនឈាមឡើងវិញគាត់សង្ឃឹមថាឈាមនឹងកើនឡើងវិញដោយស្វ័យប្រវត្តិប៉ុន្តែវាប្រហែលជាត្រូវប្រើវិធីសាស្ត្រព្យាបាលដោយផ្ទាល់វិញទោះជាយ៉ាងណាគាត់មិនអាចបោះបង់ឱកាសមាសដែលសង្គ្រាមនេះបានផ្ដល់ឲ្យនៅចំពោះមុខនោះឡើយសាកសពបិសាចរាប់មិនអស់ដេកដួលលើដីដូចជាអាហារ buffet អ្នកទាំងអស់គ្នាជឿទេថានេះជាឱកាសរបស់គាត់សាកសពខ្លះថែមទាំងត្រូវភ្លើងដុតស្រាប់ទៀតផងឥឡូវនេះដល់ពេលដែលគាត់ត្រូវប្រមូល biomass ហើយ Anthony ធ្វើតាមសភាវគតិដើមរបស់គាត់គឺស៊ីសាច់សត្វដែលខ្លាំងជាងខ្លួនដើម្បីដណ្ដើមយកកម្លាំងពីពួកវាគាត់កាន់តែខ្លាំងឡើងនិងទទួលបាន biomass កាន់តែច្រើនទៅនៅរាល់វិនាទីដែលកន្លងផុតទៅវាចំណាយពេលយូរបន្តិចដើម្បីស៊ីឲ្យអស់ពីម្ខាងទៅម្ខាងទៀតប៉ុន្តែលទ្ធផលដែលទទួលបានគឺពិតជាអស្ចារ្យណាស់នៅពេលបញ្ចប់គាត់ស្ទើរតែមិនអាចកម្រើកខ្លួនឬដកដង្ហើមរួចឡើយព្រោះតែហូបឆ្អែតខ្លាំងពេកក្នុងចិត្តរបស់គាត់កំពុងតែស្រមៃឃើញពិធីជប់លៀងដ៏អស្ចារ្យដោយដែល Gandalf បានប្រាប់ទុកអញ្ចឹងគាត់គិតថាពួកក្អែបទាំងនេះត្រូវបានចម្អិនយ៉ាងឆ្ងាញ់ប៉ុន្តែពិតគឺវាខុសគ្នាឆ្ងាយណាស់ពេលវាប៉ះដាតគ្មានពាក្យអ្វីអាចពណ៌នាបានទេរសជាតិសាច់ក្អែបទាំងនេះគឺពិតជាគួរឲ្យខ្ពើមរអាមខ្លាំងណាស់គ្រាន់តែនឹកឃើញដល់បរិមាណសាច់ដ៏ស្មោកគ្រោកដែលគាត់ទើបតែលេបចូលទៅ Anthony ស្ទើរតែចង់ក្អួតចេញមកវិញបើទោះជាមានរសជាតិអាក្រក់ក៏ biomass ដែលទទួលបានគឺមានតម្លៃខ្លាំងណាស់សម្រាប់គាត់បានបើកមើលព័ត៌មានរបស់ពួកក្អែបភ្លាមប៉ុន្តែវាហាក់ដូចជាគ្មានប្រយោជន៍ដដែលនោះទេវាក៏គ្រាន់តែបញ្ជាក់ថាពួកក្អែបមានក្រញាំខ្លាំងនិងមានពិសនៅចុងកន្ទុយរបស់វាប៉ុណ្ណោះមុនពេលចំណាយ biomass ដែលរកបានទាំងពិបាកគាត់ចង់ពិនិត្យមើលស្ថានភាពទូទៅរបស់ខ្លួនឯងសិនរាល់ជំនាញនិងកម្លាំងរបស់គាត់កំពុងតែរីកចម្រើនទៅមុខយ៉ាងរលូនហើយឈាមក៏ចាប់ផ្ដើមកើនឡើងវិញដែរឥឡូវនេះគាត់មាន2ពិន្ទុសម្រាប់ចំណាយលើអ្វីក៏បានចុះអ្នកទាំងអស់គ្នាវិញយល់ថាគាត់គួរជ្រើសរើសយកអ្វី